រួចរាល់ហើយធ្វើបែបនោះយកជញ្ជីងទាំងនេះលក់ចេញជាលើកចុងក្រោយហើយក្រុមហ៊ុននានានៅយេងហៅអាចចូលជាភាគហ៊ុនសាធារណៈបានពូជនីតបានបាត់ខ្លួននៅក្នុងក្រសែភ្នែកពិភពលោកព្រះចៅអធិរាជឆៃឡងលេចឡើងតែនៅក្នុងទេវកថានិងរឿងព្រេងប៉ុណ្ណោះអ្នកគឺជាព្រះនាគដ៏ថ្លៃថ្នូរឥឡូវនេះពួកគេពិតជាលក់ក្នុងតម្លៃសូន្យដើម្បីបានលុយគាត់មានចិត្តល្អចំពោះខ្ញុំនៅយេងហៅអ្នកបានលះបង់ធនធានទាំងអស់របស់អ្នកដើម្បីជួយសង្គ្រោះគាត់មិនអាចភ្ញាក់ពីដំណេកចាប់ពីពេលនេះទៅបានទេទោះបីជាវាមានន័យថាម្ដាយមានផ្ទៃពោះរយៈពេល3ឆ្នាំក៏ដោយម្ដងហើយម្ដងទៀតគាត់បានបង្វិលជញ្ជីងរបស់គាត់ផ្ទាល់គ្រាន់តែគាំទ្របរិសម្នាក់នេះពីគ្មានអ្វីសោះទៅជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈតើវាមានតម្លៃទេជីងចៅល្អចំពោះខ្ញុំណាស់ហើយគាត់បាននិយាយថាគាត់នឹងស្រឡាញ់ខ្ញុំជារៀងរហូតដូចរាល់ដងដែរបន្តប្រើប្រាស់អត្តសញ្ញាណរបស់អ្នកជាលោកកាពីការផ្ដល់មូលនិធិដោយសម្ងាត់ដល់ទីក្រុងយេងហៅគឺអូអ្នកនៅទីនេះហើយនេះជាកន្លែងដែលខ្ញុំនៅកូនប្រុសរបស់យើងមានជំងឺមហារីកដរាបណាយើងអាចទិញត្រង់បានទោះបីជាវាគ្រាន់តែជាសម្ភារៈតុបតែងបន្តិចបន្តួចក៏ដោយកូនប្រុសរបស់យើងនឹងអាចរស់បានស្ត្រីចំណាស់ឲ្យលើកចុងក្រោយដែលខ្ញុំបានប្រាំផ្សាយវិញ្ញាណនាគនេះក្មេងជាងវ័យ20ឆ្នាំក្នុងមួយយប់ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់20ឆ្នាំរបស់ខ្ញុំគ្មានអ្នកណាអាចយកអ្នកគ្រប់គ្រង Dragon Spirit នេះពីខ្ញុំបានឡើយខ្ញុំក៏បាននិយាយដែរសមត្ថភាពម្សៅវិញ្ញាណនាគខ្ញុំនឹងផ្ដល់ឲ្យអ្នកខ្លះម្សៅវិញ្ញាណនាគសូមមើលនាគរបស់យើងជាដើមតើវាមានរយៈពេលប៉ុន្មានទៀតបើគ្មានការឆ្មើងឆ្មៃរហូតដល់ចំណុចដែលអាចធ្វើអ្វីបានតើវាមានផាសុកភាពទេចូលមានចិត្តសុភាពរៀបសារស្រាលខ្ញុំមិនអាចទ្រាំបានទៀតទេតើវាឈឺចាប់ទេតើអ្នកកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីបងស្រីថ្លៃឲ្យអូនត្រឡប់មកពីដើរលេងវិញហើយកុំយល់ច្រឡំអីយើងកំពុងធ្វើការព្យាបាលដោយមជ្ឈវិទ្យាសាស្ត្រមីងខ្ញុំបានឃើញថាខ្ញុំហត់នឿយពេកនាពេលថ្មីនេះជួយខ្ញុំប្រមូលការទូទាត់តើខ្ញុំត្រូវការដោះសម្លៀកបំពាក់ចេញដើម្បីចាក់មជ្ឈវិទ្យាសាស្ត្រដែរឬទេប្អូនថ្លៃស្រីគ្មានអ្វីរវាងខ្ញុំនិងបងជីនចៅទេយើងធ្លាប់ជាគូស្នេហ៍កាលពីកុមារភាពពួកគេទាំងអស់គ្នាបានចាប់ដៃច្រើនពេកហើយសូម្បីតែស្ត្រីដែលមានដៃច្រើនក៏គួរដឹងថាក្មេងប្រុសនោះមានជំងឺដែរបងប្រុសនិងបងថ្លៃរបស់ជីនចៅហាក់ដូចជាខឹងតើលោកយូសេឡុងមានន័យយ៉ាងណាដោយនិយាយដូច្នេះខ្ញុំឈឺនៅពេលនោះមីងរបស់ខ្ញុំបានត្រឡប់មកពីហ្គួយជាពិសេសដើម្បីជួយសង្គ្រោះជីវិតខ្ញុំតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើគាត់ប៉ះខ្ញុំឥឡូវនេះអ្វីគាត់បានជួយសង្គ្រោះក្មេងស្រីម្នាក់មិនមែនក្មេងប្រុសទេបើខ្ញុំនិយាយថាខ្ញុំបានជួយសង្គ្រោះគាត់ដោយបេះដូងខាងក្នុងរបស់ខ្ញុំគាត់ប្រហែលជាគិតថាវាមិនសមហេតុផលដែរអ្នកជាប្រពន្ធរបស់ខ្ញុំសង្ឃឹមថាអ្នកនឹងមានសុខវិនិច្ឆ័យជាងមុននៅពេលអនាគតជប់ធ្វើខ្លួនមិនសមហេតុផលបែបនេះទៀតទៅគីមចុងប្អូនថ្លៃស្រីរបស់ខ្ញុំកំពុងហូរឈាមវាហាក់ដូចជានាងហៀបនឹងសម្រាលកូនហើយបងប្រុសនិងបងថ្លៃស្រីរបស់ខ្ញុំមកពីយេងហៅនឹងសម្រាលកូននៅយប់នេះអ្នកពិតជាមិនចំណាយពេលជាមួយនាងទេនាងបានព្យាយាមសម្រាលកូនពេញមួយយប់ប៉ុន្តែមិនអាចសម្រាលកូនបានបន្ទាប់ពីសន្និសីទសារព័ត៌មានថ្ងៃនេះបានបញ្ចប់បន្ទាប់មកខ្ញុំនឹងទទួលបានការឧបត្ថម្ភពីលោក Glory សម្រាប់ខែទី11ក្រុមហ៊ុននេះអាចចូលទីផ្សារភាគហ៊ុនដោយជោគជ័យឱកាសដ៏សំខាន់បែបនេះខ្ញុំអាចអវត្តមានហើយផងដែរអុយបងសម្លាញ់ជីងចៅកុំបារម្ភអីបងស្រីថ្លៃខ្ញុំជួយអញបានហើយខ្ញុំជាគ្រូពេទ្យប្អូនថ្លៃស្រីរបស់ខ្ញុំនិងកូនពិតជាមានសុវត្ថិភាពនិងសុខសប្បាយជាទេបងជីងចៅអូនត្រូវតែយកអំណោយមួយមកស៊ីវយូវិញអូបងស្រីថ្លៃស្រីរឿងនេះមិនអាចបន្តជារៀងរហូតបានទេព្រោះអ្នកមិនអាចមានកូនបានខ្ញុំនឹងហៅរថយន្តសង្គ្រោះបន្ទាន់សម្រាប់អ្នកមីងឲ្យមីងនៅណាកូនស្រីឲ្យអ្នកគឺជាកែវភ្នែករបស់វិមាននាគដោយសារតែហេតុផលនោះហើយទើបយើងមកដល់ទីនេះខ្ញុំបានជួយសង្គ្រោះអ្នកដោយចៃដន្យឲ្យក្នុងអំឡុងពេលមានទុក្ខលំបាករបស់អ្នកពិតជាបានលះបង់សំបីតែស្នូខាងក្នុងរបស់អ្នកទៀតផងកម្លាំងខាងក្រៅបានបំផ្លាញរាងកាយទាំងស្រុងឥឡូវនេះពួកគេត្រូវតែស៊ូទ្រាំនឹងការជិះចាប់នៃជីវិតនិងសេចក្តីស្លាប់រាប់ម៉ឺនដងតើអ្នកស្ដាយក្រោយទេខ្ញុំមិនស្ដាយក្រោយទេគ្រប់គ្រាន់ហើយអាហាហាហាយប់នេះលោកសិននឹងត្រូវបានដំឡើងឋានៈទៅជាអ្នកវិនិយោគក្រុមហ៊ុនថ្ងៃស្អែកនឹងប្រកាសលក់ភាគហ៊ុនជាសាធារណៈ IPO លោក Shen បានធានាបាននៅតំណែងរបស់គាត់ទាំងស្រុងនៅក្នុងឧស្សាហកម្មកំសាន្តបន្ទាប់មកចំណែកនឹងខ្ពស់ពេកចាំប្រាប់លោកលីវមិត្តចាស់របស់ខ្ញុំឲ្យអង្គុយមួយកន្លែងសិនពិភពចំនួនហៀបនឹងផ្លាស់ប្ដូរហើយចាប់ពីពេលនេះទៅគាត់នឹងមាននាមត្រកូលថាសេនអ្នកដែលមានវត្តមាននៅថ្ងៃនេះពួកគេសុទ្ធតែជាអ្នកមានគុណដែលបានជួយខ្ញុំឲ្យយកឈ្នះលើឧបសគ្គជាពិសេសការវិនិយោគលើខ្ញុំដោយលោកដែលនៅពីក្រោយអ្វីទាំងអស់បងប្រុសនិងបងថ្លៃរបស់ជីនចៅបានសម្រាលកូនលោកស្រីស៊ុនមានផ្ទៃពោះជាមួយនារីចម្លែកម្នាក់អស់រយៈពេល3ឆ្នាំទីបំផុតខ្ញុំបានសម្រាលកូនហើយនៅថ្ងៃនេះតើវាអាចទៅរួចទេដែលនាងបានសម្រាលកូនស្រីម្នាក់ឈ្មោះ Neja ហាហាចូលយើងពង្រីកការយល់ដឹងរបស់យើងមើលកូនរបស់អ្នកចុះលោក Chen វត្តកំណើតរបស់គ្រួសារអ្នកវាមានរយៈពេលវិនិយោគយូរជាងមូលនិធិរបស់ខ្ញុំកុំមានកូនរយៈពេល3ឆ្នាំតើនាងចិត្តណាទុកវារហូតដល់ថ្ងៃនេះដើម្បីសម្រាលកូនមែនទេហេតុអ្វីអ្នកទាំងអស់គ្នាទីមើលថាគាត់នឹងមានកូនប៉ុន្មានអ្នកក្នុងការមានផ្ទៃពោះនេះហាហាហាប្រពន្ធខ្ញុំមិនមែនជាមនុស្សចម្លែកទេបើអ្នកមិនជឿទេតោះទៅជាមួយគ្នាលោកស៊ីចាំមើលប្អូនថ្លៃស្រីរបស់ខ្ញុំបានសម្រាលកូនដ៏អស្ចារ្យមួយបន្ទាប់ពីមានផ្ទៃពោះអស់រយៈពេល3ឆ្នាំឲ្យមនុស្សគ្រប់គ្នាមើលស្រាលហាហាត្រូវហើយមែនហើយថ្ងៃនេះខ្ញុំបានជ្រើសរើសផ្ទះមួយមិនត្រឹមតែអ្នកអាចទទួលបានរបស់ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេប្រគល់ព្រលឹងសុភមង្គលទ្វេដងដែលនាំចូលពី Shandeng សូមឲ្យមនុស្សគ្រប់គ្នាចែករំលែកភាពរីករាយសូមអញ្ជើញមកចែករំលែកភាពរីករាយ
លោកស្រីស៊ុនភរិយារបស់លោកប្រធានាធិបតីសួនបានផ្ដល់កំណើតឲ្យសុទ្ធចំនួន9គ្រាប់បន្ទាប់ពីមានផ្ទៃពោះរយៈពេល3ឆ្នាំអ្នកទាំងពីរកំពុងប្រព្រឹត្តចំពោះយើងដូចជាតើអ្នកកំពុងលេងសើចនឹងខ្ញុំមែនទេនេះពិតជារឿងកំប្លែងដ៏ធំមួយមែនបងប្រុសជីងចៅពីមុនបងថ្លៃស្រីរបស់ខ្ញុំបានបដិសេធមិនឲ្យខ្ញុំហៅរថយន្តសង្គ្រោះបន្ទាន់ទេពេលគាត់ឲ្យខ្ញុំចូលក្នុងផ្ទះពួកខ្ញុំរៀបស្មើខ្ញុំពិតជាមិនមានបំណងធ្វើឲ្យមនុស្សគ្រប់គ្នាខ្មាស់អៀនទេដូច្នេះវាបានបង្ហាញថាអ្នកស្រីសិនកំពុងធ្វើពុតជាមានផ្ទៃពោះតើមនុស្សម្នាក់អាចមានផ្ទៃពោះបាន3ឆ្នាំហើយនៅតែមិនអាចសម្រាលកូនបានដោយរបៀបណានៅទីបំផុតពួកគេបានរកឃើញសុទ្ធមួយចំនួនបាត់ចាស់សោះពិធីជប់លៀងហ្វូតានជាអ្វីបើធ្វើបែបនេះពិតជាបានមែនប្រសិនបើគ្រូសាရှែនជប់រលកក្នុងវិស័យកំសាន្តវិញយើងនឹងក្លាយជាមនុស្សគួរឲ្យអស់សំណើចមិនខានកូនប្រុសឲ្យអ្នកទើបតែបង្កើតខ្លួនឯងនៅក្នុងសង្គមជាន់ខ្ពស់ថ្មពព្រះទឹកនាគនោះហើយជាកន្លែងដែលរឿងអាស្រូវបែបនេះបានកើតឡើងបងថ្លៃស្រីរបស់គាត់ប្រហែលជាខ្លាចមនុស្សដឹងថាគាត់កំពុងធ្វើពុតជាមានផ្ទៃពោះនេះជាពេលវេលាតែមួយគត់ដែលរឿងនេះត្រូវបានបង្ហាញវាជារឿងដ៏គួរឲ្យខ្មាស់អៀនមួយឈៀវយាយបើសិនជាអ្នកបានរៀបការជាមួយនរណាម្នាក់មកពីយិងហៅនៅពេលនោះអ្នកមិនត្រឹមតែជួយសង្គ្រោះជីវិតរបស់យិងហៅប៉ុណ្ណោះទេគាត់ក៏បានប្រើប្រាស់ទំនាក់ទំនងរបស់គាត់ដោយសម្ងាត់ផងដែរសូមឲ្យលោកវិនិយោគលើយើងគ្រូសាសេនរបស់យើងខ្ញុំពិតជាជំពាក់អ្នកច្រើនណាស់មីងឲ្យសូមគុំនិយាយបែបនោះខ្ញុំមិនមានគម្រោងប្រាប់បងប្រុសរបស់ខ្ញុំនៅយិងហៅទេខ្ញុំគ្រាន់តែចង់និយាយអំពីឡុងជីយ៉ូប៉ុណ្ណោះនាងបានរៀបការជាមួយគ្រូសាយើងអស់រយៈពេល5ឆ្នាំហើយពួកគេមិនអាចមានកូនបានតតែសោះដូច្នេះវាបង្ហាញថាអ្នកបានជួយខ្ញុំដោយសម្ងាត់តាំងពីដើមមកបងប្រុសជីងចៅឲ្យតែអ្នកសប្បាយចិត្តនោះជាសុភមង្គលដ៏អស្ចារ្យបំផុតរបស់ខ្ញុំពិតជាសំណាងណាស់ដែលមានអ្នកវាគ្រាន់តែជាសុទ្ធពី3គ្រាប់ប៉ុណ្ណោះតើឡូជីយ៉ូបាត់បង់មុខមាត់យ៉ាងដូចម្តេចនៅពិធីជប់លៀងតើរឿងនេះគួរចាត់ទុកថាស្របច្បាប់ដោយរបៀបណាជីងចៅបើធើប្អូនថ្លៃស្រីរបស់ខ្ញុំមិនសូវមានសុខភាពល្អទេឥឡូវនេះឬឲ្យគាត់សុទ្ធពី3គ្រាប់ដើម្បីជួយគាត់ឲ្យជាសះស្បើយបងស្រីថ្លៃឲ្យភ្ញាក់ហើយសក់របស់បងថ្លៃស្រីដោយចេតនាខ្ញុំបានស្ងោររវាលើភ្លើងតិចអស់រយៈពេលយូរបងស្រីថ្លៃឲ្យអ្នកបានខិតខំធ្វើការខ្លាំងណាស់ខ្ញុំពិតជាត្រូវការបំពេញធម៌ពលឡើងវិញអរគុណខ្ញុំចង់រងចាំរហូតដល់ខ្ញុំបានជាសះស្បើយបន្តិចយើងនឹងនាំយិងហៅទៅជួបកូនរបស់យើងប្រាប់គាត់ពីអត្តសញ្ញាណរបស់ខ្ញុំជានារីនាគខ្ញុំមិននឹកស្មានថាខ្ញុំខ្សោយខ្លាំងយ៉ាងនេះទេបន្ទាប់ពីសម្រាលកូនរួចនាងបានដួលសន្លប់ភ្លាមបងស្រីថ្លៃឲ្យញ៉ាំឲ្យលឿនតើអ្នកកំពុងឈរនៅទីនោះដើម្បីអ្វីតើកូនខ្ញុំនៅណាកូនប្រភេទណាអូអ្នកចង់មានន័យថាសុទ្ធទាំងនោះមែនទេបងប្រុសខាងលិចមានរឿងអ្វីជាមួយបងថ្លៃស្រីរបស់អ្នកខ្ញុំចំអិនតែ5មួយមុខប៉ុណ្ណោះអ្នកគិតថាវាមិនគ្រប់គ្រាន់ទេនៅសល់3ដងទៀតថ្ងៃនេះបងប្រុសជីនបានរៀបចំពិធីជប់លៀងកាបូបសំណាងមួយសម្រាប់អ្នកជាពិសេសកូនសុទ្ធរបស់អ្នកទាំងអស់ត្រូវបានបង្ហាញនៅក្នុងសាលពិធីជប់លៀងមិត្តភក្តិជាទីស្រឡាញ់កិច្ចការដ៏អស្ចារ្យនេះនៅថ្ងៃនេះវាទាំងពីរគឺដើម្បីអបអរសាទរការប្រឡងរបស់ខ្ញុំឆាប់នេះនឹងទទួលបានការវិនិយោគពីលោកសម្រាប់ Apple វាក៏ដើម្បីពង្រីកការយល់ដឹងរបស់មនុស្សគ្រប់គ្នាផងដែរមើលលទ្ធផលដ៏អស្ចារ្យនៃការមានផ្ទៃពោះ3ឆ្នាំរបស់ប្រពន្ធខ្ញុំហានាងមានផ្ទៃពោះបាន9ពងក្នុងរយៈពេល3ឆ្នាំការមានកូនរបស់លោកស្រី Shen ពួកវាស្ទើរតែល្អដូចមាន់ពងដែលមានជំនាញវិជ្ជាជីវៈដែរតើយើងកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីអញឈួតមែនទេចៅទាំងនេះគឺជាកូនរបស់យើងហាវ៉ាងជីវខ្ញុំយល់ថាអ្នកចង់បានកូនប៉ុន្តែកុំញញែញជាមួយសុទ្ធពី3គ្រាប់ការបញ្ជាទិញទាំងនេះពី King Hao ពិតជាកូនចៅរបស់យើងមែនហាបងស្រីថ្លៃឲ្យឈប់លេងសើចទៀតទៅនេះជាពិធីជប់លៀងរបស់ប្អូនប្រុសខ្ញុំជីងចៅកុំធ្វើឲ្យគាត់ខ្មាស់អៀនខ្ញុំមិនបានធ្វើវាទេនៅសល់3ខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបពួកគេឡើយយល់ព្រមឈប់ធ្វើពុតទៅអ្នកមិនមានផ្ទៃពោះទេកុំឲ្យលុយខ្ញុំទាំងអស់ក្នុងពេលតែមួយដើម្បីចិញ្ចឹមរាងកាយខ្ញុំអ្នកនៅតែមិនពេញចិត្តកណ្ដឹងមាសសុទ្ធទាំងនេះពិតជាកូនរបស់យើងមែនពួកវាត្រូវការថ្នាំត្រឹមតែ3ថ្ងៃប៉ុណ្ណោះដើម្បីបំបែកចេញពីសម្បករបស់វាហើយប្រែរូបរាងទាំងនោះជាកូនរបស់យើងអ្នកចាត់ការទូទៅចេញតើលោកស្រីសេនគួរទៅជួបគ្រូពេទ្យវិកលចរិតទេហាឈប់ធ្វើឲ្យភ័យទៀតទៅសួរលេងខ្ញុំទៅលោកចេនទឹកពុះហើយតើអ្នកនៅតែចំអិនវាទៀតទេពងកូនតើអ្នកណាហ៊ាន Shen King Zhao អនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកខ្ញុំជាក្មេងស្រីនាគនោះហើយជាមូលហេតុដែល Elixir ត្រូវបានផលិតហាក្មេងស្រីនាគលោកស្រីសេនតើអ្នកកំពុងប្រាប់មនុស្សគ្រប់គ្នាអំពីរឿងព្រេងអំពីនារីនាគមែនទេហាលោកលីឲ្យគាត់ទៅមើលថានាគនៅណាឲ្យលឿនអូយបងស្រីថ្លៃឲ្យខ្ញុំសុំទោសណាស់ខ្ញុំក៏មិនបានឈរស្ងៀមដែរខ្ញុំត្រូវតែសាកល្បងសុទ្ធនាគនេះតើវាមានរសជាតិយ៉ាងណាដែរហាវាមិនមែននិយាយអំពីការស៊ីអ្នកទេវាមិនមែននិយាយអំពីការស៊ីនោះទេសុទ្ធនេះក្រោយពីញ៉ាំរួចខ្ញុំមានអារម្មណ៍ថាពេញដោយធម៌ពលជំងឺចាស់របស់ខ្ញុំក៏បានបាត់ទៅវិញដែរដូចដែលរំពឹងទុកថាអ្នកស្រីសិននឹងនិយាយអំពីសុទ្ធនាគដោយខ្លួនឯងខ្ញុំមានអារម្មណ៍ថាខ្ញុំក្មេងជាងវ័យ10ឆ្នាំម្ដងទៀតកុំដាក់វាចូលទុកវាចោលបងប្រុសជីនចៅតើបងប្រុសចង់សាកមើលទេអ្នកឈួតហើយខ្ញុំជាទេពធីតានាគនាគមានកូនប្រុស9នាក់សុទ្ធទាំង9នេះពិតជាកូនរបស់យើងមែនភ្លេចហើយនៅ
អ្នកបានស្លាប់ដោយសារជំងឺកាលពី5ឆ្នាំមុនខ្ញុំកំពុងប្រើកម្លាំងខាងក្នុងរបស់ខ្ញុំដើម្បីប្រឆាំងនឹងវាសនានិងផ្លាស់ប្ដូរវាសនារបស់អ្នកអ្វីលោកសិនអារម្មណ៍ប្រពន្ធលោកបានប្រសើរឡើងហើយឬប្រហែលជាយើងមិនគួរជួយអ្នកឡើងនៅថ្ងៃនេះទេដើម្បីកុំឲ្យប្រពន្ធរបស់អ្នកគិតថាយើងនឹងស៊ីកូនរបស់អ្នកសាច់មានគ្រប់ទីកន្លែងសេចក្តីស្រឡាញ់ដ៏លើសលប់របស់ម្ដាយគាត់នោះពិតជារំជួលចិត្តណាស់បើមិនដូច្នោះទេចូលយើងទាំងអស់គ្នាហាមឃាត់គាត់តើម្ដាយដែលជាអ្នករៀបចំលំដាប់ក្រុមល្អបំផុតបាននិយាយអ្វីមិនអីទេហាហាហាតើស្នូខាងក្នុងជាអ្វីដូចជាអ្នកបានខ្លាយជាអ្នកកុហកទាំងស្រុងខ្ញុំពិតជាបានវិនិច្ឆ័យអ្នកខុសមែនខ្ញុំមិនបានកុហកទេកាលពី5ឆ្នាំមុននៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នកដំបូងអ្នកបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរគ្រុនក្តៅខ្លាំងនៅតែបន្តវិជ្ជាបណ្ឌិតបានចេញសេចក្តីជូនដំណឹងជាច្រើនអំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកខ្ញុំបានបោះចោលក្រុមនាងរបស់ខ្ញុំបានជួយសង្គ្រោះជីវិតអ្នកម្ដងទៀតជីងចៅពិតជាធ្លាប់មានជំងឺធ្ងន់ធ្ងរពីមុនមកមែនខ្ញុំស្ទើរតែស្លាប់នៅពេលនោះបន្ទាប់ពីថ្មប៉ព្រះទឹកនាគបានលេចចេញមកវាមិនអាចទៅរួចទេដែលជំងឺនេះអាចព្យាបាលបានវាច្បាស់ណាស់ថាមីងរបស់ខ្ញុំបានប្រញាប់ត្រឡប់មកពីបរទេសគាត់បានព្យាបាលខ្ញុំដោយជំនាញវិទ្យាសាស្ត្រដ៏អស្ចារ្យរបស់គាត់ហើយចុះអ្នកវិញដោយប្រើទីហ៊ានម្នាក់នោះដើម្បីបំភ័យមនុស្សគាត់គ្រាន់តែនិយាយអ្វីដែលគាត់គិតចេញមកអ្នកមិនជឿអ្វីដែលប្រពន្ធរបស់អ្នកនិយាយទេផ្ទុយទៅវិញពួកគេបានទុកចិត្តបងថ្លៃស្រីខាងក្រៅរូបនេះកាលនោះបងប្រុសខ្ញុំនៅជីងជើឈឺខ្ញុំបានមើលថែគាត់អស់រយៈពេល3ថ្ងៃ3យប់តើអ្នកគិតថាការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់គឺឥតប្រយោជន៍ទេមិនអីទេអ្នកមិនជឿខ្ញុំទេវាគឺជាស្រទាប់ខាងក្នុងរបស់ខ្ញុំដែលបានជួយសង្គ្រោះអ្នកបន្ទាប់មកសូមឲ្យខ្ញុំសួរអ្នករាល់ប្រាក់ឈ្នួលដែលអ្នកបានបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃការចាប់ផ្ដើមអាជីវកម្មរបស់អ្នកប្រាក់ខែនីមួយដែលបានបង់តើអ្នកគិតថាលុយទាំងអស់នេះមកពីណាខ្ញុំបានទូរស័ព្ទទៅលោកអពីហើយគាត់បានឧបត្ថម្ភអ្នកកំពុងសើចចំអកឲ្យខ្ញុំលោកវូវាច្បាស់ណាស់ថាមីងរបស់គាត់បានជួយគាត់ដោយសម្ងាត់តាមរយៈទំនាក់ទំនងរបស់ឪពុកគាត់តើនេះមានអ្វីពាក់ព័ន្ធនឹងអ្នកបានធ្វើពុតជាមានផ្ទៃពោះមីងរបស់អ្នកបានបម្រើអ្នកដោយស្មោះត្រង់អស់រយៈពេល3ឆ្នាំអ្នកបើកមាត់របស់អ្នកឥឡូវនេះខ្ញុំគ្រាន់តែចង់ក្លាយជាអ្នកឧបត្ថម្ភរបស់កូនប្រុសខ្ញុំប៉ុណ្ណោះនៅលើโลกនេះគ្មានអាហារថ្ងៃត្រង់ណាដែលឥតគិតថ្លៃនោះទេមេមន់ចាស់មួយក្បាលដែលពងតែពងតើអ្នកត្រូវបានគេធ្វើបាបនៅទីនេះទេសុទ្ធទាំងនេះពិតជាតំណាងឲ្យទំនាក់ទំនងរវាងខ្ញុំនិងកូននៃទីក្រុងជីងជើអ្នកបន្តផ្លាស់ប្ដូរអ្នកបានធ្វើឲ្យគ្រួសារសេនអាម៉ាស់មុខទាំងស្រុងហើយខ្ញុំប្រាប់អ្នកទោះបីជាត្រកូលគ្រួសារសេនរបស់យើងចប់ក៏ដោយពួកគេមិនព្រមឲ្យសុទ្ធទាំងនេះក្លាយជាចៅរបស់ពួកគេផងខ្ញុំគិតថាវាជាសម្បកកង់ឡាននេះមិនមែនគ្រាន់តែជាសុទ្ធរលួយទេអូកូនសោថ្មីភាពវឹកវឺថ្ងៃនេះចេញពីសម្បកក្រៅហើយស្វាគមន៍ឆ្នាំថ្មីក្រុមរបស់សេនប្រភេទការញុះញង់ដោយស្លាបរីករាលដាលនិងសម្រេចបាននៅសេរីរុងរឿងថ្មីឧបករណ៍សម្រាប់លាតស្លាបបង្កើតសេរីរុងរឿងថ្មីកូនប្រុសរបស់ខ្ញុំអាហឺគ្រប់គ្រាន់ហើយតើអ្នកបានញ៉ាំគ្រប់គ្រាន់ហើយឬនៅត្រឡប់ទៅផ្ទះវិញជីងចៅសំណាងអាក្រក់មែនប្រសិនបើអ្នកបានស្ដាប់ខ្ញុំនៅពេលនោះវាពិតជាអស្ចារ្យណាស់ប្រសិនបើបានរៀបការជាមួយមីងរបស់ខ្ញុំមិនចាំបាច់មើលមនុស្សឈួតនេះនៅទីនេះទេប្អូនថ្លៃស្រីនិងមីងរបស់ខ្ញុំក៏បានធ្វើវាដើម្បីគេឈ្មោះគ្រួសារសិនដែរមិនមែនយើងមិនជឿអ្នកទេគឺយើងក្មេងស្រីនាគឥឡូវមើលខ្លួនឯងទៅតើអ្នកមិនមែនគ្រាន់តែជាមនុស្សឈួតទេពេលឆ្នាំដើម្បីប្រគល់វិញ្ញាណទៅដៅវិញលួចថ្នាំបុរាណដើម្បីសង្គ្រោះជីវិតការមានផ្ទៃពោះរយៈពេល1000ថ្ងៃនៅក្នុងភ្នែករបស់អ្នកខ្ញុំគ្រាន់តែជាមនុស្សឈួតម្នាក់ដែលដឹងតែពីរបៀបពងកូនប៉ុណ្ណោះឡងជាងតើអ្នកបានទទួលទានរឿងនេះគ្រប់គ្រាន់ហើយឬនៅតើខ្ញុំគួរប្រឈមមុខនឹងមនុស្សយ៉ាងដូចម្តេចប្រសិនបើរឿងនេះកើតឡើងអ្នកមិនស័ក្តិសមនឹងត្រូវបានគេហៅថាជាសត្វទេគ្រប់គ្រាន់ហើយអ្នកកំពុងឆ្លោះជាមួយខ្ញុំរឿងសុទ្ធមែនទេតើភាពទន់ភ្លន់និងការគិតរបស់អ្នកណៃណាតើវាខ្លាយជាទស្សនវិជ្ជាដ៏គួរឲ្យរន្ធត់បែបនេះដោយរបៀបណាលោក Shen Jinghao អ្នកប្រកាសជានឹងសោកស្ដាយវារឿងកំប្លែងនេះដល់ពេលត្រូវបញ្ចប់វាហើយលោកប្រធានាធិបតីស៊ឿនអស្ចារ្យណាស់លោកប្រធានាធិបតីស៊ឿនអស្ចារ្យណាស់លោកប្រធានាធិបតីស៊ឿនលោកប្រធានាធិបតីស៊ឿនពិតជាអស្ចារ្យណាស់លោកប្រធានាធិបតីស៊ឿនអស្ចារ្យណាស់លោក Shen ប្រធានបុគ្គលិកតើអ្នកនឹងធ្វើអ្វីនេះជាកូនចុងក្រោយរបស់ខ្ញុំឲ្យកូនខ្ញុំវិញមកកុំបំផ្លាញពិធីជប់លៀងរបស់យើងពិតជាកណ្ណេឲ្យកមែនចូលយើងស្វែងយល់ពីអាថ៌កំបាំងរបស់កូនប្រុសនិងចៅរបស់នាងឡុងជាងខ្ញុំគិតថាអ្នកជាមនុស្សដែលមានស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរអ្នកបម្រើប្រភេទណាខ្ញុំនឹងផ្ញើប្រាក់ឲ្យគាត់ចំនួន180,000ឥឡូវនេះភ្នែកខ្ញុំកំពុងលេងល្បិចមកលើខ្ញុំតើសុទ្ធអាចភ្លឺបានយ៉ាងដូចម្តេចតើវាអាចថាខ្ញុំមានព្រះនាងនាថប្រភេទណាមួយទេមិនអាចទៅរួចអ្នកស្រីសុនមិនអាចបំភ្លេចបានឡើយជាការពិតណាស់ខ្ញុំបានលាបំសៅចំនួន10,000 ដុំពួកគេបានគិតគូរយ៉ាងខ្លាំងអំពីវាយកវាទៅវាឲ្យខ្ញុំកណ្ដឹងមាសនេះជាសាច់ឈាមនិងឈាមរបស់អ្នកផ្ទាល់ឯងចង់សម្លាប់កូនឯងមែនទេសាច់ឈាមខ្ញុំផ្ទាល់ហាហាហាបងប្រុសប្អូននឹងមិនខ្លាយជាអ្នកគ្រប់គ្រងទូទៅតូចចេញនេះទេមែនទេលោកចិនប្រពន្ធរបស់អ្នកពិតជាឆេវឆាវណាស់តើអ្នកពិតជាគ្មានអំណាចនៅផ្ទះទេហ៊ានប្រកួតប្រជែងខ្ញុំនៅក្នុងសាលធំនៃខេត្តខ្វាងតុងម្លេះអូលោកស្រីសេនតើអ្នកមិនបានទៅរកនាគដោយខ្លួនឯងទេហេតុអ្វីបានជាមិនមានការតស៊ូផ្នែកច្បាប់ហាខ្ញុំមិនហៅវាទេអ្នកទូចឲ្យរើសនំប៉័ងសូម្បីតែការស្វែងរកសមាជិកសភាក៏ពិបាកដែរឥឡូវនេះយុវជនមកពីគ្រួសារសេន Shen Zhengzhou នេះពិតជាបងថ្លៃស្រីរបស់កូនយើងមែនតើអ្នកបានញ៉ាំគ្រប់គ្រាន់ហើយឬនៅបើអ្នកនៅតែបន្តបែបនេះនឹងប៉ះពាល់ដល់ការចុះបញ្ជីក្រុមហ៊ុនជាច្រើននៅជើងហៅតើអ្នកមិនអាចមានហេតុផលច្រើនជាងនេះបន្តិចបានទេអ្នកបដិញ្ញាចិត្តបំផ្លាញបងប្រុសជិនរ៉ាវខំប្រឹងធ្វើការច្រើនឆ្នាំម្ល៉េះមែនហើយប្រពន្ធរបស់អ្នកមិនកំពុងធ្វើពុតជាឈ្គូទេមែនទេតើសុទ្ធចម្លែកនេះនឹងប៉ះពាល់ដល់អ៊ីផូរបស់ក្រុមហ៊ុនអ្នកដែរឬទេតើអ្នកខ្លាចទេថាបន្ទាប់ពីអ្នកទទួលបានជោគជ័យនឹងគិតនាមខ្ញុំគ្រាន់តែមិនចូលចិត្តគាត់ទេប្រសិនបើក្រុមហ៊ុននេះខ្លាយជាសាធារណៈសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាខ្ញុំគិតថាពួកគេទាំងអស់គ្នាសុទ្ធតែជាអត្តសញ្ញាណរបស់សប្តាហ៍ថ្ងៃនេះអាកប្បកិរិយាមិនសមហេតុផលរបស់ស្ត្រីនោះគាត់បានសុទ្ធតែបែកមួយហើយទូចថាវាជាកូនរបស់គាត់បើព័ត៌មាននេះចេញភាគហ៊ុននេះហៀបនឹងធ្លាក់ចុះលោកសិនខ្ញុំគិតថាវាចាំបាច់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងដើម្បីបន្តឡើងវិញសូមគិតអំពីវាខ្ញុំមិនមានពេលឆ្លោះជាមួយអ្នកទេចូលយើងលេងលេះគ្នាតើអ្នកបាននិយាយអ្វីខ្ញុំបាននិយាយថាការលេងលេះអ្នកនៅតែគិតថាគាត់បានជួយសង្គ្រោះអ្នកវាពិតជាគាត់ដែលបានបញ្ជូនកូនប្រសាររបស់គាត់តើអ្នកកំពុងព្យាយាមប្រឌិតរឿងមួយដើម្បីទាមទារកិត្តិយសមែនទេតើខ្ញុំត្រូវការលួចអែនទៀនទេសិនជីងចៅអស់រយៈពេលជាច្រើនឆ្នាំរាល់កាក់ដែលអ្នកចំណាយខ្ញុំមាននរណាម្នាក់ហៅអ្នកទាំងអស់នេះ
បើដូច្នោះហេតុអ្វីអ្នកមិនឲ្យវាមកខ្ញុំដោយផ្ទាល់យើងរៀបការបាន5ឆ្នាំហើយអ្នកមិនពូកែដូចម្នាក់នេះទេនោះក៏ព្រោះតែខ្ញុំដឹងថាអ្នកមានអារម្មណ៍គោរពខ្លួនឯងខ្លាំងខ្ញុំខ្លាចថាអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងអន់ជាងដូច្នេះរាល់ពេលខ្ញុំបានធ្វើឲ្យលោកឯនៅអនាមិកខ្ញុំនឹងផ្ទេរប្រាក់ទៅអ្នកគ្រប់គ្រាន់ហើយឡុងជាងអ្នកមិនចង់លេងលេះជាមួយខ្ញុំទេសូម្បីតែក្មេងអាយុ3ឆ្នាំក៏មិនជឿការកុហកបែបនេះដែរពួកគេទាំងអស់គ្នាអាចបង្កើតវាបានខ្ញុំមិនបានបង្កើតរឿងនេះឡើងទេអ្នកទើបតែពេលនេះគាត់កំពុងធ្វើពុតជាឈួតដោយនិយាយថាសុទ្ធនេះជាកូនរបស់អ្នកឥឡូវនេះពួកគេចង់លួចយកអន្ទានហើយអ្វីមិនបត់ជើងតូចហើយមើលកញ្ចក់មើលភាពខុសគ្នារវាងអ្នកនិងកូនប្រុសខ្ញុំណានេះអ្នកនិយាយអញ្ចឹងប្អូនថ្លៃស្រីរបស់ខ្ញុំនឹងសោកសៅអ្នកណាខ្វល់ថាគាត់ខូចចិត្តរត់មីងរបស់យើងគឺល្អបំផុតលោកវិជ្ជបណ្ឌិតអណ្ដើកសមុទ្ររៀបការជាមួយមនុស្សដែលមានឋានៈសង្គមស្មើគ្នាឆ្នាំទាំងនេះប្រសិនបើមិនមែនសម្រាប់គាត់ទេដែលអនុញ្ញាតឲ្យខ្ញុំសុភាពបុរសរូបនោះបានវិនិយោគប្រាក់យ៉ាងច្រើនលើពួកយើងដោយសម្ងាត់គ្រួសារ Shen របស់យើងនឹងមិនដែលមានថ្ងៃនេះទេអ្នកទាំងអស់គ្នាចូលចិត្តជាគាត់ដែលជាមនុស្សក្រៅប្រព័ន្ធជីនចៅប៊ឺធើខ្ញុំបានផ្ដល់ហិរញ្ញប្បទានដោយសម្ងាត់ដល់អាជីវកម្មរបស់អ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយខ្ញុំមិនដែលចង់បានអ្វីតបស្នងឡើយប៉ុន្តែប្អូនថ្លៃស្រីថ្ងៃនេះគាត់បានដាក់ពួកគេនៅចំពោះមុខមនុស្សចាស់ជាច្រើនដែលខូចចិត្តខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេឡងចៅអាពីពីនេះយើងបានសម្រេចចិត្តរួចហើយអរគុណលោកក្រវៃក្មេងអ្នកបាននៅក្បែរខ្ញុំពេញមួយឆ្នាំនេះមិនដូចមនុស្សមួយចំនួនទេពួកគេមិនសុំអ្វីក្រៅពីចាយលុយខ្ញុំទេវាមិនមែនជាគាត់ទេទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះរបស់អ្នកនៅពេលអ្នកកំពុងសិក្សានៅបរទេសអ្នកគឺជាកូនប្រសារស្រីរបស់ខ្ញុំមីងអំណោយចំនួន$1000 លានរបស់លោកនឹងមកដល់ក្នុងពេលឆាប់នេះឋានៈរបស់យិងហៅនៅក្នុងរង្វង់មាសឥឡូវនេះមានសុវត្ថិភាពហើយខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងសម្រាប់គាត់ខ្ញុំយល់ព្រមនឹងការលេងលេះមិនគ្រប់គ្រាន់សម្រាប់រយៈពេលប៉ុន្មានឆ្នាំនេះទេការខាត់បងទាំងអស់គឺដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្ញុំតែម្នាក់ឯងអ្នកត្រូវតែចាក់ចេញដោយគ្មានអ្វីសោះShen King យក5ឆ្នាំ$1000 លានបដូររៀងរាល់6ខែម្ដងអ្នកទទួលរបស់អ្នកម្នាក់ពេលវេលាទូទាត់ខ្ញុំដឹងលេខកាតធនាគារទាំងអស់យ៉ាងច្បាស់អ្នកបាននិយាយថាវាអាស្រ័យលើអ្នកដូច្នេះតើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្ងាត់របស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះមានចំនួនប៉ុន្មានអ្វីអ្នកច្បាស់ជាមីងរបស់ខ្ញុំហើយឡុងជាវអ្នកជាលោកស្រីសិនអស់រយៈពេលជាច្រើនឆ្នាំមកហើយបងជីងចៅមិនដែលប្រុងប្រយ័ត្ននឹងបងទេតើវាមិនមែនជារឿងធម្មតាទេដែលអ្នកចង់ដឹងព័ត៌មានហិរញ្ញវត្ថុខ្ញុំបានគ្រប់គ្រងអ្នកអស់រយៈពេល5ឆ្នាំកន្លងមកអ្នកពិតជាហ៊ាននិយាយដូច្នោះមែនអ្នកមិនអាចវិនិច្ឆ័យសៀវភៅដោយគម្របរបស់វាបានទេភរិយារបស់លោក Shen ដែលគ្មានលុយចាយពួកគេពិតជាអាចអួតអាងបែបនេះបានទេពធីតា$1000 លានគឺដូចជា$5សម្រាប់អ្នកតើអ្នកអាចជួយឧបត្ថម្ភខ្ញុំបន្តិចបានទេគ្រប់គ្រាន់ហើយឡុងជាវអ្នកគ្មានការងារធ្វើផងតើអ្នកបានលុយ$10,000 លានពីណាជីងចៅគ្រាន់តែរងចាំរហូតដល់សម្បត្តិលែងលេះត្រូវបានចេញយើងត្រូវតែប្រព្រឹត្តចំពោះមីងរបស់យើងឲ្យបានល្អឆ្នាំនេះដែលមីងរបស់អ្នកបានផលិតសម្រាប់អ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយកុហកច្រើនជាងមនុស្សមួយចំនួននិយាយចិញ្ចឹមនេះវាជាខ្សែដៃមរតកគ្រួសារយើងមេមន់ដែលមិនពងកូនកុំប៉ះវាអីអ្នកគ្មានសិទ្ធិប៉ះវាទេមានតែអ្នកទេដែលជាកូនប្រសារស្រីដែលខ្ញុំបានជ្រើសរើសអរគុណមីងចេញហៅអ្នកក៏ដូចគ្នាដែរស្ត្រីដូចជាឡងជីអូគួរតែទុកនាងជាគូស្នេហ៍តើខ្ញុំអាចរៀបការជាមួយអ្នកណាបានច្រើនឆ្នាំម្ល៉េះតើវាពិតជាអយុត្តិធម៌ចំពោះមីងរបស់យើងមែនទេមិនអីទេខ្ញុំគ្រប់គ្រងមកខ្ញុំពិតជារីករាយណាស់ដែលប្អូនប្រុសរបស់ខ្ញុំយន់ចូលរៀបការជាមួយអ្នកពិនិត្យមើលពេលវេលាថាវិការរបស់លោកឪនឹងមកដល់ក្នុងពេលឆាប់នេះមន្ត្រីក្រុមហ៊ុនព្យាយាមរកលុយអ្វីដែលពួកគេទទួលបានមកវិញគឺការបាត់បង់សម្ប័យតែកូនរបស់ពួកគេ Lindy បានលួចយកកិត្តិយសទាំងអស់យើងមិនទាន់លេងលេះគ្នានៅឡើយទេអ្នកទាំងពីរនេះបានចាប់ផ្ដើមពិភាក្សាអំពីអាពាហ៍ពិពាហ៍នៅចំពោះមុខខ្ញុំតើគាត់ចាប់ខ្ញុំធ្វើអ្វីបន្ទាប់ពីយើងរៀបការខ្ញុំប្រហែលជាខ្វាក់ភ្នែកនៅពេលនោះហេតុអ្វីបានជាអ្នកទូចចង់រៀបការជាមួយនាងប្រសិនបើខ្ញុំរៀបការជាមួយ Chairman ខ្ញុំបានពឹងផ្អែកលើរឿងនេះជាយូរមកហើយដើម្បីជៀសវាងបញ្ហាឥតប្រយោជន៍តើមានកន្លែងណាដែលមិនអាចរងចាំបានល្អឥឡូវនេះខ្ញុំកំពុងបញ្ចប់ការផ្ដល់មូលនិធិរយៈពេល11ឆ្នាំសម្រាប់គ្រួសារ Shen ភ្លាមការផ្ដល់មូលនិធិរយៈពេល11ឆ្នាំសម្រាប់គ្រួសារ Shen ត្រូវបានបញ្ចប់ភ្លាមអូយហាអស្ចារ្យណាស់អ្នកណាមិនមើលមកអ្នកថាវិការចំនួន$1000 លានឈប់តែប៉ុណ្្នឹងសិនហើយការបញ្ចប់ការឧបត្ថម្ភធនចំនួន$1000 លានដល់គ្រួសារ Shen តើវាមើលទៅគួរឲ្យចង់គយគន់បន្តិចមែនទេគ្រប់គ្រាន់ដើម្បីឲ្យគេហៅអ្នកខ្ញុំបានប្រាប់អ្នកថាខ្ញុំចង់លេងលេះទោះបីជាអ្នកសោកស្ដាយវាក៏ដោយក៏វាគ្មានប្រយោជន៍ដែរកុំខឹងអីបងជ្រូកមាសប្អូនថ្លៃស្រីខ្ញុំដឹងថាការលេងលេះគ្នាគឺជាការវាយប្រហារដ៏ធំមួយសម្រាប់អ្នកប៉ុន្តែអ្នកគ្រាន់តែធ្វើពុតជាឈួតប៉ុណ្ណោះវាទំនងជាមិនផ្ដល់ផលល្អអ្វីទេទៅមុខហើយអួតអាងអ្វីដែលអ្នកចង់បានឥឡូវនេះអ្នកនៅតែមិនជឿថាវាជាការឧបត្ថម្ភសុភមង្គលរបស់ខ្ញុំទេតើអ្នកភ្លេចអ្វីជាមនុស្សគ្មានតម្លៃដែលដឹងតែពីរបៀបបម្រើតែនឹងទឹកអ្នកចង់ផ្ដល់ជំនួយហិរញ្ញវត្ថុដល់យើងមែនទេជីនចៅប៊ឺធើបងថ្លៃស្រីគាត់នៅតែមានអារម្មណ៍ចំពោះអ្នកមានតែមនុស្សម្នាក់ទេដែលចង់ស្ដាប់ការកុហកបែបនេះពីព្រោះអ្នកចង់លេងលេះគ្នាយើងក៏ត្រូវការពីការិយាល័យនេះដែររមៀលជាមួយសុទ្ធនេះសិននាងជីវអស់រយៈពេល5ឆ្នាំកន្លងមកនេះខ្ញុំបានបោកគក់និងចំអិនអាហារឲ្យអ្នកខ្ញុំនឹងនៅជាមួយអ្នកពេញមួយយប់សម្រាប់កម្មវិធីសង្គមខ្ញុំបានផ្ដល់ឲ្យអ្វីទាំងអស់ខ្ញុំនឹងអមដំណើរអ្នកមួយជំហានម្ដងនៅពេលអ្នកឡើងចេញពីភពឥឡូវនេះអ្នកនឹងមិនជឿពាក្យតែមួយទេល្អចាប់តាំងពីមានរឿងបែបនេះមកចាប់ពីថ្ងៃនេះទៅស្នេហារបស់យើងនឹងស្ថិតស្ថេរជារៀងរហូតតោះទៅខ្ញុំដឹងថាខ្ញុំបាត់បង់មុខមាត់ហើយលោក Shen អ្នកពិតជាមានសុភមង្គលទ្វេដងមែនការចុះបញ្ជីរបស់ក្រុមហ៊ុននៅតែបន្តគាត់ក៏បានរៀបការជាមួយប្រពន្ធថ្មីដែរសូមអបអរសាទរយើងនឹងមានមនុស្សម្នាក់ទៀតចូលរួមជាមួយអ្នកចាត់ការទូទៅ Shen និងម្នាក់ទៀតចូលរួមជាមួយអ្នកចាត់ការទូទៅ Chen មែនហើយអ្នកស្រី Lin មានចិត្តល្អនិងសុភាពរាបសារអ្នកនិងលោកប្រធានាធិបតីសិនពិតជាដៃគូដែលបង្កើតឡើងនៅស្ថាន Superman សូមរងចាំការវិនិយោគរបស់លោកមកដល់កន្លែងរបស់អ្នកខ្ញុំធានាថាតម្លៃទីផ្សារនឹងត្រូវបានពិនិត្យឡើងវិញក្នុងរយៈពេល3ខែគាត់មានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះពេលនោះអ្នកដែលមានវត្តមានទាំងអស់នឹងក្លាយជាវីរបុរសហេមកចុះនឹងហើយអ្នកនោះ
វិនិយោគិនរបស់យើងបានទូរស័ព្ទមកលោកយ៉ាងទីបំផុតអ្នកបានហៅហើយការវិនិយោគចំនួន 1000 លានយ៉នរបស់លោក Shen Jinghao ត្រូវបានលុបចោលលោកយ៉ាងតើអ្នកកំពុងលេងសើចនឹងខ្ញុំមែនទេចាប់ពីពេលនេះទៅរឿងកំ pl ៃនឹងត្រូវបានអនុញ្ញាតគ្រួសារ Shen របស់អ្នកនឹងលែងទទួលបានការវិនិយោគមួយកាក់មួយសេនទៀតហើយមិនអាចទៅរួចទេលោកលៀងហេតុអ្វីខ្ញុំកំពុងពិចារណាប្រើប្រាស់ប្រាក់នេះសម្រាប់ Shen ជាភ្លាមហេតុអ្វីបានជាអ្នកច្រូតកាត់អ្វីដែលអ្នកសាបព្រោះសូមគិតអំពីអ្វីដែលអ្នកបានធ្វើបោះបង់វាចប់ហើយបើគ្មានថវិការបស់លោកនោះគុំនិយាយថាខ្លួនឯងសោកសៅអីយើងខ្លាចជីងចៅតើអ្នកកំពុងធ្វើអ្វីហេតុអ្វីបានជាលោកស្រាប់តែខឹងពួកគេបានលុបចោលហេរញ្ញប្បទានរបស់អ្នកខ្ញុំមិនបានធ្វើអ្វីទេតើវាអាចទៅរួចទេតើវាពិតជាអាចជាលេងជាវមែនទេលីងជាវបានរៀបចំដោយសម្ងាត់ឲ្យលោកហួងផ្ដល់ជំនួយហេរញ្ញវត្ថុដល់អ្នកអូទេមិនអាចទៅរួចទេលោកសេនប្រាប់យើងឥឡូវនេះ 1000 លានបាត់ទៅហើយ1000 លានបាត់ទៅហើយទុកឲ្យតែចេញជាសាធារណៈគ្រូសា Shen របស់អ្នកនឹងខ្សែធនគាត់ទើបតែបណ្ដេញប្រពន្ធរបស់គាត់ចេញវិនិយោគិនបានរត់គេចខ្លួនភ្លាមបន្ទាប់ពីនោះការកាត់ទោសនេះបានកើតឡើងលឿនពេកហើយតើវាពិតជាប្រពន្ធល្ងងរបស់អ្នកដែលកំពុងគ្រប់គ្រងអ្នកមែនឬដាដោយសារគ្រូសា Shen ខ្សែធនរួចទៅហើយខ្ញុំធ្លាប់បានពិភាក្សាជាមួយអ្នកអំពីកិច្ចសហប្រតិបត្តិការចំនួន100 លានយ៉នធ្វើពុតថាយើងមិនដែលនិយាយអំពីវាទេខ្ញុំមានអ្វីដែលត្រូវធ្វើតោះទៅបាត់ចាសពិនិត្យមើលការបញ្ជាទិញទាំងអស់បោះបង់ទាំងអស់លោក Chen ភ្លាមខ្ញុំពិតជាសុំទោសណាស់យើងទាំងអស់គ្នាជាអ្នកជំនួញខ្ញុំសង្ឃឹមថាអ្នកនឹងបង់ប្រាក់ដោយសារអ្នកមិនអាចទៅដល់តូបៀបានទៀតទេកុំបន្ទោសខ្ញុំដែលចាក់ចេញមុនម៉ោងសេនអ្នកចាត់ការទូទៅអ្នកបានបើកពាក់កណ្ដាលដំបូងនៃព្រឹត្តិការណ៍លឿនពេកមែនទេធ្លុកមែនតើខ្ញុំគួរយក 1000 លាននៃណា 1000 លានមានរឿងអ្វីកើតឡើងហេតុអ្វីបានជាលោកអ៊ូលុបចោលការផ្ដល់មូលនិធិរបស់ខ្ញុំភ្លាមស៊ីនឆានតើអ្នកមិនបាននិយាយថាលោកអ៊ូស្តាប់អ្នកច្រើនជាងគេទេហេតុអ្វីបានជាប្រាក់មិនទាន់ត្រូវបានផ្ទេរអ្នកមិនកំពុងកុហកយើងទេមែនទេតើវាពិតជាដូចដែលក្រុម Dragon Code អះអាងមែនទេគាត់បានគ្រប់គ្រងខ្ញុំពេញមួយឆ្នាំនេះអ្នកគួរតែពន្យល់ខ្ញុំពីមូលហេតុដែលអ្នកកុហកខ្ញុំអូនធ្វើបាបបងណាស់ជ្រូកមាសអ្វីមិនដូចអ្វីដែលអ្នកគិតទេទោះយ៉ាងណាក៏ដោយមានរឿងខ្លះដែលខ្ញុំត្រូវលាក់បាំងពីអ្នកមានរឿងអ្វីកើតឡើងអូប្រាប់ខ្ញុំរួចហើយពិតណាស់ខ្ញុំហើយដែលបានតាក់ទងលោកអ៊ើពីមុនទោះយ៉ាងណាក៏ដោយក្រោយមកឡុងជាវបានជំនួសខ្ញុំបានឃើញវាដោយភ្នែករបស់ខ្ញុំផ្ទាល់យើងមិនត្រឹមតែញ៉ាំជាមួយគ្នាទេបានចូលនឹងចេញពីសន្តាគារគ្មានឆ្ងល់ទេពេលដែលស្រីតូចនោះត្រឡប់មកវិញថ្ងៃមុនមិនអាចដើរបានស្ទើរញ៉ដូច្នេះនាងបានទៅបម្រើអ្នកដទៃដោយឧស្សាហ៍ព្យាយាមសូមអភ័យទោសវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំគួរតែប្រាប់អ្នកមុននេះខ្ញុំគ្រាន់តែខ្លាចថាអ្នកនឹងគិតខ្ញុំគិតថាខ្ញុំកំពុងផ្សព្វផ្សាយពាក្យចាមអារ៉ាមទីរ៉ូសុំទោសម៉ាក់មិនបានការពារបងប្រុសនិងបងស្រីរបស់អ្នកទេទោះយ៉ាងណាក៏ដោយអ្នករកឃើញម៉ាក់ប្រកាសជានឹងការពារអ្នកប៉ានិយាយត្រូវងាយនឹងប្រែប្រួលពួកគេទាំងអស់សុទ្ធតែមិនគួរឲ្យទុកចិត្តដូចដែលរំពឹងទុកខ្ញុំពាក់មួកពណ៌បៃតងហើយខ្ញុំនៅតែចង់ចាក់ចេញលែងប្រពន្ធចាស់ខ្ញុំទៅតើអ្នកប្រញាប់ប្រញាល់អបអតីតស្វាមីរបស់អ្នកយ៉ាងរហ័សមែនទេវាហាក់ដូចជានាងពេញចិត្តនឹងអ្នកខ្លាំងណាស់ដូចជាក្រុមគ្រួសារនៅលើគ្រែតើអ្នកបាននិយាយអ្វីខ្ញុំបាននិយាយថាចុះបើអ្នកមានពេល3ឆ្នាំដូច្នេះហើយបានជានាងមិនចង់ប៉ះខ្ញុំតើអ្នកចង់ឲ្យអតីតស្វាមីរបស់អ្នករក្សាភាពបរិសុទ្ធរបស់អ្នកទេតើវាមិនពិបាកសម្រាប់អ្នកទេក្នុងការលាក់ពុះធំនោះអស់រយៈពេល3ឆ្នាំខ្ញុំមិនបានប្រាប់អ្នករឿងនោះទេសរសៃប្រសាទអស់រយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំត្រូវប្រុងប្រយ័ត្នខ្លាំងណាស់សូម្បីតែពេលដួលលើគ្រែក៏ដោយខ្ញុំមិនអាចគេងលក់ពេញមួយយប់ទេព្រោះវាត្រជាក់ខ្លាំងនៅថេរខ្ញុំមិនហ៊ានលេបថ្នាំទេពេលខ្ញុំឈឺតើពុះខ្ញុំពិតឬខ្លាំងខ្លាយអ្នកមិនដឹងទេនៅតែធ្វើពុតជាមានផ្ទៃពោះមែនទេប្រសិនបើអ្នកមិនបានលាបជើងរបស់អ្នកសម្រាប់លោកអ៊ូទេតើវាអាចធ្វើដូចម្តេចទើបអាចធ្វើការហៅទូរស័ព្ទបានពួកគេបានកាត់ប្រាក់ចំនួន 1000 លានយ៉នរបស់គ្រូសា Shen សិនជីនចៅទំនាក់ទំនងរបស់ខ្ញុំជាមួយលោកអាពីគឺគ្មានកំហុសអ្វីទាំងអស់ហេតុអ្វីបានជាអ្នកគិតដូច្នេះចាប់តាំងពីអ្នកបានលក់ខ្លួនឯងទៅឲ្យយកការឈូករួចហើយហេតុអ្វីមិនលក់ខ្លួនឯងក្នុងតម្លៃល្អឧទាហរណ៍ពួកគេចង់ឲ្យខ្ញុំវិនិយោគ100,000 យ៉នទោះបីជាលេងរហូតដល់ស្លាប់ក៏ដោយខ្ញុំមិនប្រកាន់ទេក្នុងការអនុញ្ញាតឲ្យអ្នកបន្តធ្វើជាអ្នកត្រួតពិនិត្យសិនពីចៅប្រសិនបើខ្ញុំធ្លាប់ក្បត់អ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសូមឲ្យខ្ញុំត្រូវរន្ទះបាញ់ហើយស្លាប់យ៉ាងវេទនាទៅតើអ្នកនៅតែនៅទីនេះរហូតមកដល់ពេលនេះទេតើគាត់ពិតជាចៅហ្វាយវ័យក្មេងរបស់អ្នកមែនទេប្រាប់គាត់ប្រសិនបើអ្នកមិនបើកមាត់របស់អ្នកចំពោះគាត់ទេតើអ្នកហ៊ានហៅគាត់ដោយរបៀបណាខ្ញុំបានប្រាប់អ្នកយូរមកហើយខ្ញុំជាក្មេងស្រីនាគគាត់បានឧបត្ថម្ភអ្នកក្នុងនាមខ្ញុំវាជាការមិនជឿរបស់អ្នកផ្ទាល់គាត់ចាប់ផ្ដើមនិយាយថាគាត់ជានាគកំដងទៀតឡុងជាងកងទ័ពជួមុខរបស់អញពិតជាគួរតែបញ្ឈប់វាខ្ញុំជានាគគាត់ត្រូវបានគេហៅថាលោកអល់ពីព្រោះនាមត្រកូលរបស់ខ្ញុំគឺឡុងជាងខ្ញុំដឹងថាអ្នកច្រណែននឹងខ្ញុំដែលជាជាងអ្វីគ្រប់យ៉ាងដែលបងប្រុសរត់បានធ្វើប៉ុន្តែអសរកលខូត្រូវបានយកចេញពីនាមត្រកូលរបស់ខ្ញុំយ៉ាងច្បាស់អ្នកបងប្រុសជីងចៅកំពុងបំផ្លាញការពិតបែបនេះតើអ្នកនៅតែជឿគាត់ទេឡុងជាងអ្នកមិនទាន់ឆ្អែតចិត្តនឹងការលួចមនុស្សទេគាត់ថែមទាំងបានព្យាយាមលួចយកកិត្តិយសនិងបង្ខូចកេរ្តិ៍ឈ្មោះមីងរបស់គាត់ទៀតផងពួកគេពិតជាគ្មានការខ្មាស់អៀនទេលុយនេះជាអ្វីដែលខ្ញុំរកបានពីការសរសេរអំពីបៃឡងលីនខ្ញុំមិនដែលកុហកអ្នកទេតើអ្នកគិតថាខ្ញុំនឹងនៅតែជឿអ្នកមែនទេបើអ្នកមិនជឿខ្ញុំទេអ្នកអាចពិនិត្យមើលកំណត់ហេតុហៅទូរស័ព្ទអ្នកអាចពិនិត្យមើលវិក្កយបត្ររបស់អ្នកសូមពិនិត្យមើលម្ដងទៀតដើម្បីមើលថាតើខ្ញុំពិតជាលួចថើបមែនឬអត់បន្ទាប់មកការពិតនឹងលេចចេញមកចាស់ឥឡូវនេះវាត្រូវបានរៀបចំជាយូរមកហើយកុំព្យាយាមបញ្ឆោតខ្ញុំអីបងស្រីអ្នកពិតជាមិនគួរឲ្យយេងទេបងប្រុសរត់ពាក់មួកពណ៌បៃតងគាត់ល្អចំពោះអ្នកណាស់បរោះកំសត់ជីងចៅប្រសិនបើគាត់ជាបរោះរបស់ខ្ញុំនឹងមិនក្បត់ពួកគេឡើយលីងជី
អ្នកពិតជាដឹងពីរបៀបបំផ្លាញការពិតហើយរៀបការជាមួយខ្ញុំការសាកល្បងរយៈពេល5ឆ្នាំតើអ្នកអាចប្រឡងចូលមហាវិទ្យាល័យដោយគ្រាន់តែហ្វឹកហាត់បានទេក្រុមហ៊ុនរបស់ខ្ញុំឲ្យខ្ញុំធ្វើការ3ថ្ងៃក្នុងមួយសប្តាហ៍អ្នកពិតជាមានអ្វីមួយមែនកូនកំណាចរូបថតកម្មវិធីដូចគ្នានឹងអ្នកដែរអ្នកមិនអាចបែងចែករវាងខុសនិងត្រូវបានទេខ្ញុំគិតថាអ្នកទាំងពីរសមគ្នាណាស់បិទមាត់ទៅស្ដាប់ហើយធ្វើឲ្យខ្ញុំឈឺចាប់ណាស់បងប្រុសឬយើងគួរដោះសម្លៀកបំពាក់របស់គាត់ចេញសូមមើលថាតើមានភ្នូរនៃការផឹកក្បត់ឬអត់បើដូច្នោះមែនខ្ញុំអាចថតរូបជីភុស្តាំងបានបើមិនអញ្ចឹងទេអ្នកក៏អាចប្រើរូបថតទាំងនោះដើម្បីគំរាមកំហែងលោកឲ្យផ្ដល់លុយឲ្យអ្នកបានដែរកុំចូលមកចិត្តទៀតអីកុំចូលមកចិត្តទៀតអីកុំចូលមកចិត្តទៀតកុំលែងខ្ញុំអីកុំប៉ះខ្ញុំតើនេះជាអ្វីតើអ្នកមានកាតអាជីវកម្មយ៉ាងដូចម្តេចតើមនុស្សម្នាក់អាចមានព្រលឹងដោយរបៀបណាវាជានាគហើយស្រកានៅលើខ្លួនរបស់ខ្ញុំគឺជាស្រកានាគខ្ញុំមិនដែលកុហកអ្នកទេមិនអាចទៅរួចទេបងប្រុសជីងចៅយើងជាសត្វទេវកថាបុរាណគេនិយាយថាវាបានបាត់ខ្លួនអស់រយៈពេលជាង1000ឆ្នាំមកហើយវាមើលទៅមិនដូចនាគទេដូចជាសត្វចម្លែកមួយចំណិតនាគនៅក្នុងដៃដូចជាស្រកាពស់ខ្មៅស្រកានាគនៅលើខ្លួនខ្ញុំសូម្បីតែអ្នកដែលបានឃើញវាដោយភ្នែកផ្ទាល់ក៏មិនជឿថាខ្ញុំជានារីនាគដែរអ្នកនិយាយថាអ្នកជានាគបើដូច្នោះហេតុអ្វីអ្នកមិនបង្ហាញរូបរាងពិតរបស់អ្នកមកយើងហើយឲ្យយើងមើលបន្តិចមើលពេលសាច់អ្នកវាបានធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំคล้ายជាការពិតផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខ្ញុំបានឲ្យផ្លូកនោមខាងក្នុងរបស់ខ្ញុំដល់អ្នកដើម្បីជួយសង្គ្រោះអ្នកនៅពេលនោះទឹកអម្រឹតខាងក្នុងឥឡូវនេះស្ថិតនៅក្នុងខ្លួនរបស់អ្នកខ្ញុំមិនអាចដោះស្រាយបានទេប្រសិនបើខ្ញុំដកស្រទាប់ខាងក្នុងចេញអ្នកនឹងស្លាប់លេសរបស់អ្នកដែលថាមានសុខវិនិច្ឆ័យបែបនេះបានផ្លាស់ប្ដូរសូម្បីតែឥឡូវនេះនាគពិតជាថ្លៃថ្នូរណាស់តើហ្វូងស៊ុតដ៏គួរឲ្យស្អប់ខ្ពើមបែបនេះអាចត្រូវបានពងដោយរបៀបណានោះក៏ព្រោះតែអ្នកជាមនុស្សរមែងស្លាប់រដ្ឋធម្មនុញ្ញរបស់អ្នកខ្សោយពេកកូននាគរបស់ខ្ញុំអាចត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយវិធីទន់ភ្លន់នេះមិនអាចភ្ញាក់ពីដំណេកបានរយៈពេល3ឆ្នាំខ្ញុំមានរដ្ឋធម្មនុញ្ញខ្សោយហឹមកំ pl ែងមែនខ្ញុំមានសុខភាពល្អណាស់នោះក៏ព្រោះតែខ្ញុំបានធ្វើស៊ុបនិងចម្អិនអាហារឲ្យអ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេទាំងអស់ប្រើជញ្ជីងនាគក្នុងអស់នោះហើយជាមូលហេតុដែលអ្នករឹងមាំខាងរាងកាយខ្ញុំរឹងមាំខាងរាងកាយអរគុណមីងរបស់ខ្ញុំដែលបានចាក់មជ្ឈវិទ្យាសាស្ត្រនិងរៀបចំថ្នាំឲ្យខ្ញុំតើនេះមានអ្វីទាក់ទងនឹងការចម្អិនអាហាររបស់អ្នកដូចគ្នានឹងរបស់អ្នកដែរអូយព្រះឲ្យខ្ញុំខ្លាចពស់ខ្លាំងណាស់ខ្ញុំខ្លាចសត្វល្មូនទាំងនេះជាងគេបងប្រុសរបស់ខ្ញុំអ្នកគួរឲ្យអាណិតណាស់ខ្សែជីវិតខាងវិញ្ញាណថ្មីកំពុងដុះឡើងនៅលើដៃរបស់គាត់បងប្រុសភើចេញឲ្យឆ្ងាយពីខ្ញុំតើអ្នកជឿខ្ញុំទេខ្ញុំលែងខ្វល់ទៀតហើយបងប្រុសភើមិនអាចទុកគាត់ចោលបានទេគាត់ជាសត្វចម្លែកប្រសិនបើអត្តសញ្ញាណរបស់គាត់ត្រូវបានលាតត្រដាងដោយចៃដន្យតើអ្នកនឹងរស់រានមានជីវិតយ៉ាងដូចម្តេចបន្ទាប់ពីវិស័យនេះបើអ្នកណាហ៊ានចាក់ចេញខ្ញុំនឹងចាក់ចេញសិនឌីចៅសូមកុំធ្វើបាបកូនខ្ញុំអីតើអ្នកកំពុងនិយាយជាមួយអ្នកណាក្នុងសម្លេងរបស់អ្នកលុតជង្គង់ចុះសម្រាប់ខ្ញុំនឹងលុតជង្គង់សិនឈីងចៅនេះក៏ជាកូនរបស់អ្នកដែរខ្ញុំសូមអង្វរអ្នកសូមកុំធ្វើបាបគាត់ខ្ញុំនឹងធ្វើឲ្យអ្នកដេកលើជង្គង់របស់អ្នកខ្ញុំមិនអនុញ្ញាតឲ្យអ្នកប៉ះអ្វីដែលលោកខ្វាក់នោះទេមិនអីទេខ្ញុំនឹងមិនប៉ះអ្នកទេបន្ទាប់មកសូមប្រគល់កូនខ្ញុំមកខ្ញុំវិញរឿងគួរឲ្យស្អប់ខ្ពើមបែបនេះដូច្នេះអ្នកនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលដើរតួជាអ្នកមើលថែក្មេងសូមចងចាំថានេះគ្រាន់តែជាការសម្ដែងរបស់មនុស្សម្នាក់ប៉ុណ្ណោះវាមិនមានអ្វីទាក់ទងនឹងខ្ញុំទេខ្ញុំត្រូវឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្ញុំនៅទីនេះកុំឲ្យខ្ញុំឃើញនាមបានដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នកទៀតអីម៉ាក់ក្មេកឲ្យកុំខ្លាចអីម៉ាក់នៅទីនេះម៉ាក់នឹងជួយខ្ញុំឲ្យប្រសើរឡើងវាបានប្រែក្លាយទៅជាសត្វចម្លែកមួយគ្មានឆ្ងល់ទេដែលគាត់បានមកគ្រូសាសែនរបស់យើងត្រូវបានញោមញីដោយសំណាងអាក្រក់ចុះបើយើងរកបូជាចារឲ្យសាសនាតោដើម្បីធ្វើពិធីបណ្ដេញវិញ្ញាណអាក្រក់វិញហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍មិនស្រួលខ្ញុំឆ្ងល់ថាតើយ៉ាវសុខសប្បាយជាទេបន្ទាប់ពីសម្រាលកូនរួចនេះជាពេលវេលានៃភាពទន់ខ្សោយរកលុយនេះឲ្យខ្ញុំផងបេខ្ញុំនឹងបង្ហាញអ្នកថាតើគាត់ជាព្រះឬអារក្សហោះឡើងលើមេឃសំណាងតូចមួយនេះតាមពិតទៅវាមាននាគរស់និងដកដង្ហើមព្រមទាំងក្បាច់គុណគាត់សុខសប្បាយជាទេគាត់ជាអារក្សវានៅតែជានាគតើអ្នកចង់មានន័យយ៉ាងណាចំពោះក្រុមមនុស្សល្ងងខ្លៅចំនួន20ក្រុមពិតជាអាចទៅរួចកសិករនៅចំពោះមុខអ្នកហើយអ្នកនៅតែមិនស្គាល់ពួកគេប៉ុន្តែវាមិនអីទេប្រសិនបើពួកគេមិនល្ងងខ្លៅខ្លាំងបែបនេះទេតើខ្ញុំអាចទទួលបានរបស់ល្អទាំងអស់នេះដោយរបៀបណាបូជាចារសាសនាតាវគាត់ពិតជាយ៉ាក់មែនអ្នកកំពុងនិយាយមិនសមហេតុផលខ្ញុំមិនមែនជាខ្មោចទេប្រធានាធិបតី Shen ច្បាស់ជាសត្វចម្លែកមួយពឹងផ្អែកលើ CC ដើម្បីរស់នៅបានយូរអង្វែងនិងរក្សាស្មារតីរបស់ខ្លួនបើមិនត្រូវបានដកចេញចង្អៀតនឹងពិបាកគ្រោះមហន្តរាយជិតមកដល់ហើយអ្នកពិតជាសត្វចម្លែកម្នាក់ដែលបង្ហាញជើងរបស់អ្នកមែនបងប្រុសជ្រូកមាសចុះបើយើងរៀបចំការប្រកួតសម្រាប់អារក្សវិញទាំងពិធីជប់លៀងកាលពីប៉ុន្មានថ្ងៃមុនយកមុខដែលបាត់បង់របស់អ្នកមកវិញវាក៏អាចត្រូវបានប្រើដើម្បីទាក់ទាញការវិនិយោគផងដែរពង្រីកភាពមើលឃើញនៃការពិនិត្យឡើងវិញនេះគឺជាឱកាសផ្សព្វផ្សាយពាណិជ្ជកម្មដែលមានការធានាក្នុងការរកលុយយោពម
ដូច្នេះគាត់គឺជាអារ៉ាពុះគ្មានអ្វីចម្លែកទេដែលគាត់និយាយតែថាកូនរបស់គាត់គឺជាសុទ្ធហើយគាត់ប្រព្រឹត្តអំពើឆ្កួតនិងបង្កបញ្ហាច្រើនណាស់គ្រូសា Shen ក៏មិនមានសំណាងដែរត្រូវបានគេដាក់អន្ទាក់ជាមួយសត្វចម្លែកបែបនេះសំណាងអាក្រក់ក្នុងគ្រួសារប្រាប់គាត់ឲ្យស្លាប់យ៉ាងលឿនហើយឲ្យគាត់ទៅធ្វើបាបអ្នកដទៃចាំបន្តិចដៃរបស់គាត់មើលទៅដូចជាមានស្រកានាគតើវាអាចទៅរួចដោយរបៀបណាតើអ្នកបានមើលមកខ្ញុំទេបូជាចារសាសនាតៅលោក Chen នេះប៉ុន្តែមេប្រមាញ់អារក្សដ៏ល្បីល្បាញគាត់មិនអាចខុសបានទេខ្ញុំបានទិញចិញ្ចៀននាគនៅទីផ្សារងឹតដៃរបស់គាត់មានស្លាកស្នាមដូចគ្នាបេះបិទទៅនឹងស្លាកស្នាមនៅខាងក្រៅទីផ្សារងឹតស្រកាពស់និងស្រកានាគមានលក្ខណៈស្រដៀងគ្នាខ្លះវាជារឿងធម្មតាទេដែលមនុស្សធម្មតាមិនអាចបែងចែកបានប៉ុន្តែគាត់ពិតជាពស់មែនប្រសិនបើយើងអនុញ្ញាតឲ្យគាត់ធំឡើងតើអ្នកណាដឹងថាមនុស្សប៉ុន្មានអ្នកនឹងត្រូវសម្លាប់នៅថ្ងៃអនាគតខ្ញុំជានាគរាងកាយរបស់ខ្ញុំគ្រប់ដណ្ដប់ដោយស្រកានាគខ្ញុំមិនមែនជាពស់អារក្សនាគទេគ្រាន់តែអ្នកនាគជាព្រះបុរាណមាននរណាម្នាក់បានកណ្ដាស់ពងសាវតាគ្រួសារទាំងមូលរបស់អ្នកគឺគ្មានតម្លៃទេដូចអ្នកដែរហើយអ្នកវិញពស់ខ្មៅដ៏កំណាចមួយក្បាលអ្នកបានធ្វើឲ្យគ្រួសារ Shen របស់យើងក្លាយជារឿងគួរឲ្យអស់សំណើចយើងក៏បានបាត់បង់ភាពជាដៃគូជាច្រើនផងដែរឥឡូវនេះអ្នកនឹងទទួលបានការតបស្នងរបស់អ្នកលោកគ្រូកាត់គាត់ជាដុំរាប់ពាន់ដុំឲ្យលឿនស្នាមប្រេះស្បែកនិងរមួលក្រពើមោទនភាពនាគមនុស្សនិងអារក្សគឺខុសគ្នាមិនថាអ្នកនិយាយអ្វីក៏ដោយវាមិនអាចទៅរួចទេសម្រាប់នាងក្នុងការមានអនាគតជាមួយបងប្រុសរបស់នាងមកពីយើងហៅ Neuron យើងបានរៀបការអស់រយៈពេល5ឆ្នាំហើយសូមសួរខ្លួនឯងដោយស្មោះត្រង់ថាតើពាក្យសម្ដីរបស់អ្នកមួយណាដែលធ្លាប់កុហកអ្នកតើស្នេហារបស់ខ្ញុំចំពោះអ្នកខ្លាំងខ្លាយទេអ្នកមិនជឿខ្ញុំសូម្បីតែម្ដងទេចូលចិត្តទុកចិត្តនោះសន្មតថាអ្នកជាមនុស្សម្នាក់មែនហើយប្រសិនបើអ្នកពិតជានាគមែនតើអ្នកនឹងធ្វើវាដោយស្ម័គ្រចិត្តមែនទេតើអ្នកបានមើលថែកូនប្រុសរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយឬនៅអូយរំជួលចិត្តណាស់ហាហាខ្ញុំមិនមែនជាអារ៉ាពុះទេលោកគ្រូចេនបានសុំឲ្យគាត់សរសេរសម្បត្តិមួយយ៉ាងរហ័សសូមអនុញ្ញាតឲ្យខ្ញុំបង្ហាញអ្នកពីបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំក្នុងការសវនកម្មតើគាត់បានរៀបការជាមួយសត្វចម្លែកប្រភេទណាបណ្ដេញអារក្សចេញបណ្ដេញអារក្សបណ្ដេញអារក្សបណ្ដេញអារក្សខ្ញុំនឹងនិយាយថាអ្នកជាអារក្សវាប្រសើរជាងអ្នកនិយាយ100ដងថាអ្នកជាអ្នកដឹកនាំធ្វើខ្លួនឲ្យល្អហើយអនុញ្ញាតឲ្យខ្ញុំកាត់នាមប័ណ្ណរបស់អ្នកអាចញ៉ាំឆ្អឹងតិចជាងអ្នកដឹងតាំងពីដំបូងមកថាខ្ញុំជានាគអ្នកណាឲ្យអ្នកធ្លាក់ក្នុងដៃខ្ញុំលោកគ្រូ Chen បានចាត់វិធានការយ៉ាងឆាប់រហ័សគ្រូសាសេនរបស់យើងប៉ុន្តែខ្ញុំមិនចង់បានអារក្សពស់ធ្វើជាកូនប្រសារស្រីរបស់ខ្ញុំទេលោកម្ចាស់សូមលោកធ្វើពិធីមួយដើម្បីកម្ចាត់វាឲ្យបានឆាប់ហេតុអ្វីបានជាអ្នកប៉ះម្ដាយខ្ញុំតើនាងខុសទេជីងចៅបើខ្ញុំដឹងថាថ្ងៃនេះអ្នកនឹងប្រព្រឹត្តចំពោះខ្ញុំបែបនេះខ្ញុំមិនដែលរៀបការជាមួយអ្នកកាលពី5ឆ្នាំមុនទេស្រមុកប្រសិនបើអ្នកមិនបានទូចចង់រៀបការជាមួយខ្ញុំនៅពេលនោះទេខ្ញុំមានជំរឿនល្អជាងនេះរួចហើយប្រហែលជាឥឡូវនេះខ្ញុំមានកូនរួចហើយជាមួយមីងរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះខ្ញុំបានស៊ូទ្រាំនឹងការជឿចាប់នៃការបូមឈាមដោយប្រាក់កណ្ដឹងផ្ដល់ការគាំទ្រច្រើនបំផុតដល់អ្នកពួកគេថែមទាំងបានបញ្ជាឲ្យអ្នកទៀតផងខ្ញុំរកវាមិនឃើញទេប៉ុន្តែនៅទីបញ្ចប់អ្វីដែលខ្ញុំទទួលបានគឺការមើលងាយនិងការមើលងាយរបស់អ្នក Shen Kingzhou ពិភពលោកនេះនឹងមិនដែលមានមួយផ្សេងទៀតឡើយអ្នកបានបង្ហើបពីអារម្មណ៍ពិតរបស់អ្នកមកខ្ញុំដោយបានមកលេងអគារ apartment របស់ខ្ញុំហាហាអ្នកស្រីសិនមានអារម្មណ៍រំជួលចិត្តណាស់ហេតុអ្វីលោក Chen ហេតុអ្វីបានជាលោកមិនឡើងទៅនិយាយជាមួយ Lin Chongwen សូម្បីតែឥឡូវនេះអ្នកនៅតែរឹងរូសទូចថាអ្នកជានាគខ្ញុំពិតជាមិនខ្វល់ពីសកម្មភាពដ៏គ្រោះថ្នាក់របស់គាត់ទេសូមឲ្យរឿងនេះពង្រីកការយល់ដឹងរបស់មនុស្សគ្រប់គ្នាសូមមើលមុខមាត់ពិតរបស់សត្វចម្លែកនេះទាមទារការធ្វើទារុណកម្មជាបន្ទាន់ហេវាធ្លាក់ចុះបន្ទាប់ពីខ្ញុំដកស្រកាទាំងអស់ចេញពីខ្លួនរបស់វានឹងមិនត្រឹមតែបង្ហាញពីទម្រង់ពិតរបស់វាប៉ុណ្ណោះទេការត្រាំស្របច្បាប់សូម្បីតែស្បែកនិងសាច់នេះក៏នឹងរលួយដែរកុំចូលមកជិតទៀតគាត់នឹងមិនទទួលបានមន្តអាគមរបស់គាត់ឡើងវិញទេយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សធម្មតាតើយើងអាចមានលទ្ធភាពប្រយុទ្ធប្រឆាំងនឹងសត្វចម្លែកដោយរបៀបណាពិតជាគ្មានកំហុសឆ្គងប្រសិនបើប្រធានាធិបតី Chen មិនមានអារម្មណ៍ស្រួលបន្ទាប់ពីជញ្ជីងត្រូវបានដកចេញអ្នកបានមើលខ្ញុំកំចាត់សត្វចម្លែកនេះទេខ្ញុំនឹងសម្លាប់គាត់កូនខ្ញុំមិនដែលកើតមកទេអ្នកឈួតហើយយ៉ាវលេងខ្ញុំទៅខ្ញុំសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំពិតជានឹងបាត់ពីភ្នែករបស់អ្នកជាមួយកូនរឿងនេះនឹងមិនដែលកើតឡើងក្នុងជីវិតនេះឡើយខ្ញុំនឹងរក្សាអ្នកឲ្យនៅរស់ខ្ញុំនឹងសងសឹកអ្នកនៅពេលដែលអំណាចអារក្សរបស់អ្នកត្រូវបានស្ដារឡើងវិញសូម្បីថាអ្នកត្រូវតែស្លាប់នៅថ្ងៃនេះទស្សនវិជ្ជាសរសៃប្រសាទយើងបានរៀបការអស់រយៈពេល5ឆ្នាំហើយតើអ្នកពិតជាចង់បំផ្លាញអារម្មណ៍របស់ខ្ញុំចំពោះអ្នកទាំងស្រុងមែនទេឡងជាងកុំបារម្ភពីបងប្រុសជើគ្មានបេះដូងអីយ៉ាងណាមិញយើងក៏ជាជនរងគ្រោះដែរប្រសិនបើអ្នកមិនបានធ្វើពុតជាមនុស្សពេញវ័យនៅពេលនោះទេរៀបការជាមួយបងប្រុសរបស់ខ្ញុំមកពីជីងចៅតើរឿងទាំងនេះបានកើតឡើងដោយរបៀបណាកុំចូលមកជិតទៀតសានជីងចៅកម្លាំងរាងកាយរបស់អ្នកល្អដូចកម្លាំងខាងក្នុងរបស់ខ្ញុំដែរប្រសិនបើខ្ញុំរងរបួសធ្ងន់ធ្ងរអ្នកក៏នឹងត្រូវបានមើលខុសគ្នាដែរឯងហ៊ានគំរាមខ្ញុំមែនទេលោកគ្រូចេងខ្ញុំសោកស្ដាយវាខ្ញុំមិនគួរលោភលន់ទេខ្ញុំមិនគួរលងស្នេហ៍នឹងមនុស្សវិកលចរិតទេខ្ញុំពិតជាចង់ទៅផ្ទះណាស់បេះដូងខ្ញុំកំពុងឈឺចាប់ខ្ញុំមានអារម្មណ៍មិនល្អខ្លាំងណាស់តើមានអ្វីខុសតើវាអាចទៅរួចទេដែលមានអ្វីមួយកើតឡើងចំពោះសម្លាញ់របស់ខ្ញុំជួយសង្គ្រោះនាងនាគស្ដេចទើបតែសម្រាលកូនរួចវាជារឿងធម្មតាទេដែលមានអារម្មណ៍ខ្សោយបន្តិចបាត់ចាស់សោះតើវាអាចទៅរួចទេខ្ញុំគិតច្រើនពេកហើយហាទាំងអស់នេះមិនមែនជាក្បាច់គុណកុងហ្វូទេជាមួយនឹងជីវិតចាស់ទាំងនេះខ្ញុំទទួលបានផ្លែផ្កាទាំងស្រុងហើយហាបងចៅមានរឿងអ្វីយើងជាត្រកូលនាគខ្ញុំបានពន្យល់រួចហើយអំពីរបៀបដែលភ្នូនាគនិងស្នូខាងក្នុងត្រូវបានរួមបញ្ចូលគ្នាសម្រាប់ការបណ្ដុះចិត្តអ្នកធ្វើឲ្យខ្ញុំឈឺចាប់អ្នកក៏នឹងជួបប្រទះនឹងភាពផ្ទុយគ្នាដែរបិទមាត់ទៅខ្ញុំមានសុខភាពល្អទាំងស្រុងជើងលេចធ្លាយខ្ញុំគិតថាអ្នកមិនទាន់មានទុក្ខវេទនាគ្រប់គ្រាន់ទេប៉ាបន្ទាប់មកខ្ញុំហឺអា
វិញ្ញាណពូនេះទាំងថ្មីស្រឡាងនិងមានក្លិនស្អុយអព្រះជាម្ចាស់ឲ្យតើយើងបានធ្វើរឿងអាក្រក់អ្វីខ្លះទើបសមនឹងទទួលបានរឿងនេះតើគាត់អាចរៀបការជាមួយសត្វចម្លែកបែបនេះដោយរបៀបណាគួរឲ្យខ្លាចណាស់បងប្រុសមកពីយើងហៅពិតជាបានលងស្នេហ៍នឹងសត្វចម្លែកបែបនេះមែនគួរឲ្យអាណិតណាស់ថ្ងៃនេះចិញ្ចៀនទាំងនេះអ្នកបានឲ្យនរណាម្នាក់ដកយកពីខ្ញុំបំណែកនេះមួយមានតម្លៃរាប់រយលាន5ឆ្នាំនៃអាពាហ៍ពិពាហ៍សម្រាប់អ្នកវាហើមឡើងម្ដងទៀតបន្ទាប់ពីត្រូវបានទាញចេញវាឡើងហើយបន្ទាប់មកធ្លាក់ចុះខ្ញុំបានឧបត្ថម្ភអ្នកច្រើនដងហើយតើនេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះខ្ញុំនៅថ្ងៃនេះមែនទេជាមួយនឹងម្ដាយដែលយល់ច្រឡំរបស់អ្នកវាមិនសមនឹងត្រូវបានគេហៅថាជាចិញ្ចៀននាគទេការយល់ច្រឡំអ្នកក៏ចាត់ទុកមនុស្សដែលបានជួយសង្គ្រោះជីវិតអ្នកថាជាការយល់ច្រឡំផងដែរតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះវាជាថ្នាំគ្រាប់នោះម្ដងទៀតហើយវាជាការបះបោរមួយផ្សេងទៀតអ្នកមានជំនាញខាង deathmatch ប៉ុន្តែអ្នកនៅតែព្យាយាមរំខានខ្ញុំទៀតហាកូនប្រុសមានរឿងអ្វីកើតឡើងចំពោះអ្នកតើអ្នកសុខសប្បាយជីទេឡុងជាងទើបតែនិយាយរាងកាយរបស់ខ្ញុំចាប់ផ្ដើមបង្ហាញពីភាពមិនប្រក្រតីតើវាអាចថាគាត់មានតែថ្នាំគ្រាប់ទឹកភ្នែកមួយចំនួននៅក្នុងខ្លួនគាត់ទេគ្មានផ្លូវទេអ្នកអាចជឿអ្វីដែលសត្វចម្លែកនិយាយបានកុំស្ដាប់ពាក្យមិនសមហេតុផលរបស់អារ៉ាប់ពូនេះបងប្រុសជីងចៅច្បាស់ជាធ្វើការទាំងយប់ទាំងថ្ងៃលើសពីនេះខ្ញុំខឹងគាត់ខ្លាំងពេកវាមិនមែនជាបញ្ហាតូចតាចនៃអាល់គីមីផ្ទៃក្នុងតតែសោះអ្នកទុកចិត្តគាត់ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយកុំជឿខ្ញុំអីលោកគ្រូក្មេងតើអ្នកពិតជាជឿថាខ្ញុំនៅតែនិយាយអំពីអាល់គីមីខាងក្នុងមែនទេស្រមៃចង់ខ្លាយជានាគពិតគាត់ពិតជាអស់សង្ឃឹមណាស់ដែលបានខ្លាយជានាគអ្នកបានស្លាប់ដោយសារជំងឺកាលពី5ឆ្នាំមុនតើអ្នកណាបានប្រកូលស្នូខាងក្នុងមកជួយសង្គ្រោះអ្នកឥឡូវនេះខ្ញុំយកឈាមទៅរៀបចំសង្សឹកអាល់គីមីខាងក្នុងរបស់ខ្ញុំត្រូវបានភ្ជាប់ទៅនឹងជីវិតនិងសេចក្តីស្លាប់របស់ខ្ញុំអ្នកធ្វើឲ្យខ្ញុំជឿចាប់សំបីតែបន្តិចក៏ដោយបន្ទាប់មកអ្នកភ្នាល់10នេះជារបៀបដែលអ្វីត្រូវបានដោះស្រាយជំងឺធ្ងន់ធ្ងរទាំងនេះសុទ្ធតែជាការជួយសង្គ្រោះតូចតើវាមានអ្វីពាក់ព័ន្ធជាមួយអ្នកប្អូនថ្លៃស្រីឲ្យហេតុអ្វីបានជាអ្នកតែងតែលួចយកកិត្តិយសរបស់ខ្ញុំអ្នកពីមុនបាននិយាយថាអ្នកបានឧបត្ថម្ភបងប្រុសជើងហៅឥឡូវនេះពួកគេកំពុងនិយាយថាអ្នកបានជួយសង្គ្រោះគាត់ហេតុអ្វីបានជាអ្នកតែងតែកំណត់គោលដៅមកលើខ្ញុំបែបនេះឥឡូវនេះបំពង់ខាងក្នុងរបស់ខ្ញុំបានបាត់ទៅហើយអំណាចវេទមន្តទាំងអស់ត្រូវបានបាត់បង់បើមិនដូច្នោះទេហេតុអ្វីបានជាខ្ញុំស្ទើរតែត្រូវគេហែកចេញពីរាងកាយរបស់ខ្ញុំទោះបីជាខ្ញុំធ្វើបែបនេះត្រឹមតែ0ដងក៏ដោយវាមិនទាន់ផ្ញើផងតើខ្ញុំធ្លាប់ស្រឡាញ់អ្នកណាម្នាក់ក្នុងចំណោមអ្នកទេមែនហើយគាត់នឹងសត្វចម្លែកនេះពួកគេត្រូវបានគេធ្វើបាបបែបនេះហេតុអ្វីបានជាមិនទាន់មានការតស៊ូណាមួយនៅឡើយទេឬប្រហែលជាអ្នកជាប់គាំងនៅក្នុងគំរូដើមរបស់អ្នកពីមុនខ្ញុំគិតថាឡុងជីវត្រូវបានគេប្រព្រឹត្តដូចជាបិសាចមួយហើយមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងវាហាក់ដូចជាឥឡូវនេះមិនមែនដូច្នោះទេឡុងជីវអំណាចវេទមន្តរបស់អ្នកស្ថិតនៅក្នុងកម្ពុជាទាំង10តើមិនមែនដោយសារតែការដាំដុះរបស់ចេននៃសាសនាតាវគឺអស្ចារ្យទេអ្នកមិនអាចប្រយុទ្ធនឹងគាត់បានតតែសោះត្រូវហើយឡុងជាងអ្នកគួរតែឈប់នៅក្នុងភាពចលាចលនៃកម្មផលនេះយើងនឹងមិនប្រារព្ធរដូវស្លឹកឈើជ្រុះពណ៌មាសទេខ្ញុំស្អប់អ្នកប្រកាសជានឹងស្ដាយក្រោយចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើនៅថ្ងៃនេះសោកស្ដាយអ្នកកំពុងគិតច្រើនពេកហើយតើវានៅតែមិនមានជញ្ជីងទេទីងគាត់អាក្រាតកាយគុំដកសក់គាត់ចេញទាំងអស់អីគាត់នឹងស្លាប់តើអ្នកប្រកាសទេប្រសិនបើឆេងជីងហៅដកជញ្ជីងរបស់ខ្ញុំទាំងអស់អ្នកក៏នឹងរងរបួសធ្ងន់ធ្ងរផងដែរអ្នកហ៊ានបញ្ឆោតខ្ញុំឲ្យធ្វើសកម្មភាពមែនទេកូនប្រុសមានបញ្ហាអ្វីជាមួយអ្នកសាលារៀនរបស់ខ្ញុំវាឈឺណាស់វាគ្រាន់តែជារឿងចៃដន្យមួយនៅសាលារបស់ខ្ញុំដូច្នេះឥឡូវយ៉ាងម៉េចដែរមនុស្សគ្រប់គ្នាកំពុងរមួលក្រពើនៅលើដីដោយការឈឺចាប់លុយមិនតែងតែកើតឡើងដោយចៃដន្យឲ្យទេនេះពិតជាចម្លែកណាស់តើវាជាប្រភេទស្រទាប់ខាងក្នុងអ្វីតើស្រទាប់ខាងក្នុងនៃបន្ទប់រាជវង្សហានជាអ្វីបងប្រុសជីងចៅខ្ញុំគិតថាវាជាឡុងជែវមិនអាចទ្រាំមើលអ្នកធ្វើបានល្អទេការប្រើប្រាស់ថ្នាំដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកស្រមុកស្ត្រីពលអ្នកកូនប្រុសរបស់ខ្ញុំបានខិតខំធ្វើការដើម្បីសាងអាណាចក្រនេះអ្នកអាចរីករាយនឹងការចូលនិវត្តន៍របស់អ្នកនៅផ្ទះបានយ៉ាងងាយស្រួលហើយអ្នកបានប្រើមន្តអាគមដើម្បីធ្វើបាបកូនប្រុសរបស់ខ្ញុំឬខ្ញុំនឹងវាយអ្នកឲ្យស្លាប់ខ្ញុំនឹងវាយអ្នកឲ្យស្លាប់ឥឡូវនេះខ្ញុំគ្មានអំណាចវេទមន្តទេតើខ្ញុំអាចប្រើអ្វីដើម្បីធ្វើបាបគាត់បានគាត់បានលេបថង់ទឹកប្រមាត់របស់ខ្ញុំគាត់នឹងធ្វើបាបខ្ញុំម្ដងទៀតគាត់បានកាប់ផ្ដាច់ផ្លូវរត់គេខ្លួនទាំងអស់របស់គាត់ស៊ូមេហ្គាឆេអ្នកកុហកប្រសិនបើអ្នកមិនបានបន្តរំខានខ្ញុំបែបនេះទេនៅពេលនោះតើខ្ញុំអាចជប់អន្ទាក់ដោយសត្វចម្លែកដូចអ្នកដោយរបៀបណាអ្នកទាំង3ស្ត្រីចំណាស់ម្នាក់ដែលមានអណ្ដាតមុតស្រួចជនកំណាចម្នាក់ដែលមិនដឹងគុណស្ត្រីម្នាក់ដែលលក់បន្លែមានល្បិចកនិងប្រើល្បិចបោកប្រាស់អ្នកទាំង3ពិតជាមនុស្សគួរឲ្យស្អប់ខ្ពើមណាស់សូម្បីតែចិត្តស្លាប់ក៏ដោយគាត់នៅតែរឹងរូសខ្ញុំថែមទាំងបានប្រើមន្តអាគមទៀតផងថ្ងៃនេះខ្ញុំនឹងកម្ចាត់អារក្សរបស់អ្នកដោយផ្ទាល់Shen Zhengshao អ្នកពិតជាមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នៅពេលនិយាយអំពីប្រពន្ធរបស់អ្នកខ្ញុំនឹងត្រូវគេដុតទាំងរស់អ្នកមិនព្រិចភ្នែកមើលរឿងបែបនេះទេខ្ញុំបានផ្ដល់ឱកាសជាច្រើនដល់អ្នកហើយអ្នកឯងជាអ្នកដែលតាំងចិត្តស្លាប់ធ្វើបានល្អណាស់ជីងចៅគួរតែដុតសម្បត្តិសំណេរនេះចោលឲ្យបានឆាប់រហ័សយកកាយទៅឋាននរកទៅសិនជីងចៅបើអ្នកគ្មានបេះដូងហេតុអ្វីខ្ញុំត្រូវរក្សាមិត្តភាពប្រគល់អវត្រណប់ខាងក្នុងរបស់ខ្ញុំមកវិញខ្ញុំបានតបស្នងសងគុណដែលបានជួយសង្គ្រោះជីវិតរួចហើយវាគួរតែត្រូវបានកាត់ផ្តាច់ជាយូរមកហើយវាជាកំហុសរបស់ខ្ញុំដែលមិនសម្រេចចិត្តនោះហើយជាមូលហេតុដែលខ្ញុំត្រូវបានគេកាត់ស្បែកទាំងរស់ហើយត្រូវបានគេជីកយកវត្ថុដែលខ្ញុំបញ្ជាទិញចេញនៅថ្ងៃនេះរងទុក្ខវេទនាដោយភាពអាម៉ាស់ឥឡូវនេះដល់ពេលដែលខ្ញុំត្រូវយកអ្វីទាំងអស់មកវិញហើយគ្មានអ្នកណាម្នាក់ទេអង្គភាពត្រឡប់ទៅទីតាំងដើមវិញតើអ្នកជឿថាខ្ញុំជានារីនាគឥឡូវនេះទេ
ភាពងឿងឆ្ងល់ខាងក្នុងរបស់យ៉ាវយ៉ាវបានត្រឡប់មកធម្មតាវិញហើយការទៅយកយ៉ាវយ៉ាវគឺជាការងាររៀបចំជើងរបស់គាត់មើលទៅដូចជាជើងនាគក្នុងរឿងព្រេងនិទានតើគាត់ពិតជាអាចជានាគមែនទេនាគក្នុងរឿងព្រេងនិទានមានជើងនៅលើក្បាលរបស់វារាងកាយអាក្រាតកាយពិសិដ្ឋនិងមិនអាចរំលោភបានហើយអារក្សពស់ក៏គ្មានជើងដែរមានរឿងអ្វីកើតឡើងចំពោះលោកគ្រូចេនតើអ្នកមិនបានប្រាប់ខ្ញុំទេថាគាត់ជាអារក្សពស់តើវាចម្លែកទេដែលអារក្សពស់មានជើងវែងគាត់ជាអារក្សដូច្នេះអ្នកមិនអាចវិនិច្ឆ័យគាត់ដោយការនំកន្ទុយវែងបានទេគាត់ពិតជាអារក្សពស់មែនលោកម្ចាស់ចេនតើអ្នកពិតជាអាចកម្ចាត់គាត់បានមែនទេយើងទើបតែប្រព្រឹត្តចំពោះគាត់បែបនេះគាត់ប្រកាសជាមិនអនុញ្ញាតឲ្យយើងទៅណាទេគាត់កំពុងមកលេងកុំចូលមកជិតទៀតបើគាត់ហ៊ានមកលេងខ្ញុំនឹងវាអណ្ដាតដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នកកុំប៉ះកូនខ្ញុំដូច្នេះហើយទើបវាកើតឡើងស្នូខាងក្នុងទើបតែត្រឡប់មករករាងកាយវិញហើយនៅតែខ្វះសាច់ឈាមសត្វចម្លែកនៅតែចង់សម្លាប់មនុស្សខ្ញុំនឹងនាំអ្នកចូលថ្ងៃនេះហាអ្នកនៅហ៊ានរុញខ្ញុំទៀតមែនទេអ្នកស្លាប់ហើយអ្នកមិនបានស្លាប់ទេឥឡូវនេះវាជាឆ្កែញាប់ហើយនេះជាខ្លួនខ្ញុំពិតខ្ញុំជានាគពិតស្រទាប់ខាងក្នុងរបស់ខ្ញុំបានពន្យាអាយុកាលរបស់អ្នកចំនួន5ឆ្នាំឥឡូវនេះអ្នកមិនមានស្រទាប់ខាងក្នុងរបស់ខ្ញុំទេគ្រាន់តែក្រឡេកមើលសរីរាង្គខាងក្នុងរបស់អ្នកហើយតើរាងកាយនេះអាចទ្រាំទ្របានរយៈពេលប៉ុន្មានសរីរាង្គខាងក្នុងរបស់អ្នកហើយតើរាងកាយនេះអាចទ្រាំទ្របានរយៈពេលប៉ុន្មានបងប្រុសជីងចៅរូបរាងរបស់អ្នកមានភាពស៊ីសង្វាក់គ្នាខ្លាំងដូចគោជាពិសេសមានសុខភាពល្អអ្នកនឹងក្អួតឈាមក្នុងរយៈពេល3នាទីអ្នកហ៊ានជេរខ្ញុំមែនទេគាត់ប្រកាសចិត្តណាស់តើអត្តសញ្ញាណរបស់ខ្ញុំពិតជាក្អួតឈាមក្នុងរយៈពេល3នាទីមែនទេទោះបីជាវាជាការពិតក៏ដោយលំដាប់នោះមិនអាចមានភាពខុសគ្នានៃពេលវេលាច្បាស់លាស់បែបនេះទេខ្ញុំគិតថាគាត់កំពុងស្ទាក់ស្ទើរដោយចិត្តណាម្យ៉ាងវិញទៀតខ្ញុំមិនជឿទេលោកប្រធានាធិបតីសិនមើលទៅស្អាតជាងមុនច្រើនស្រីស្អាតតូចឲ្យហ៊ានជេរប្រតិចកូនប្រុសខ្ញុំម្លេះអ្នកធុញទ្រាន់នឹងការរស់នៅខ្ញុំគ្មានវាសនាទេខ្ញុំកំពុងនិយាយការពិតឡងជីវបងជីងចៅមិនស្រឡាញ់បងទេហើយអ្វីបានជាអ្នកត្រូវជេរគាត់បែបនេះដែរខ្ញុំមិនដឹងផងថាខ្ញុំនឹងរស់ឬស្លាប់ប៉ុន្តែកុំបារម្ភអីថ្ងៃនេះអ្នកប្រកាសជាស្លាប់មិនខានលោកគ្រូឆេនអ្នកគួរតែយកគាត់ចូលឲ្យបានលឿនគាត់ហ៊ានជាកូនប្រុសខ្ញុំឥឡូវនេះប្រសិនបើយើងរងចាំរហូតដល់ច្បាប់របស់គាត់ត្រូវបានស្ដារឡើងវិញគាត់នឹងធ្វើបាបកូនប្រុសរបស់ខ្ញុំ32 1បងប្រុស239អូទេមានរឿងអ្វីកើតឡើងចំពោះអ្នកបងប្រុសផ្នែកហិរញ្ញវត្ថុលោកគ្រូចេងកូនប្រុសខ្ញុំសុខសប្បាយជាទេហេតុអ្វីបានជាគាត់ក្អួតឈាមភ្លាមគាត់ទើបតែដកខ្លួនថយក្រោយបន្តិចស្រាប់តែក្អួតឈាមភ្លាមតើនាងពិតជាអាចជាក្មេងស្រីនាគមែនទេដូចដែលគាត់បាននិយាយអញ្ចឹង3នាទីមិនលើសមិនតិចប្រសិនបើគាត់ពិតជានាគមែនមនុស្សសាមញ្ញទាំងនេះហ៊ានប្រមាថនាគស្រីនៅចំពោះមុខអំណាចណាករបស់គាត់ពួកគេប្រកាសជានឹងស្លាប់យ៉ាងវេទនាក្មេងស្រីនាគអ្វីវាច្បាស់ណាស់ថាជាបេះដូងដ៏អាក្រក់របស់មេធ្មប់មន្តអាគមដែលប្រើលើអ្នកដោយចេតនាអ្វីដែលនាំឲ្យអ្នកលួចចំណេះដឹងខ្ញុំដឹងថាសិល្បៈរបស់ខ្ញុំនឹងមិនខុសទេវ៉ាងជីវអ្នកយ៉ាងហោចណាស់ក៏ជាប្តីប្រពន្ធជាមួយប្អូនប្រុសជីងចៅដែរហើយអ្វីបានជាអ្នកធ្វើបែបនោះកំចាត់មន្តអាគមយ៉ាងឆាប់រហ័សនេះមិនមែនជាមន្តអាគមប្រភេទណាមួយទេគាត់មិនមានស្រទាប់ខាងក្នុងរបស់ខ្ញុំឥឡូវនេះទេដូចមនុស្សធម្មតាគ្មានបេះដូងមូលហេតុដែលគាត់នៅតែមានជីវិតវាគឺដោយសារតែនាគពិតរបស់ខ្ញុំរស់នៅទីនេះមិនត្រូវបានលុបចោលទាំងស្រុងទេមានតែមនុស្សល្ងងទេដែលនឹងជឿអ្នកគ្រាន់តែកំពុងលាក់បាំងការស្អប់ខ្ពើមងឹតប៉ុណ្ណោះចង់ឲ្យកូនប្រុសខ្ញុំស្លាប់ជាមួយអ្នកមែនទេពីនេះជាមួយគ្នាបើអ្នកសម្លាប់ខ្ញុំឥឡូវនេះកំបិតកាត់នាគពិតរបស់គាត់បានបាត់ទៅហើយមិនយូរប៉ុន្មានរាងកាយទាំងមូលរបស់គាត់នឹងពោពេញដោយដំបៅហូរឈាមចេញពីរន្ធទាំង7ស្លាប់យឺតអ្នកគ្រូចេងសូមលោកជួយរកវិធីសង្គ្រោះកូនប្រុសខ្ញុំផងតើនាមត្រកូលរបស់ក្មេងស្រីនោះជាអ្វីស្នែងនាគនេះគម្រមមានជាងស្នែងឡុងនាង100ដងបើអាចដូរយកលុយបានគាត់ពិតជាខូខើណាស់វាគ្រាន់តែដោយសារតែគាត់ប្រើមន្តអាគមរបស់គាត់ដរាបណាចំណង់ចំណូលចិត្តរបស់គាត់រលត់ទៅបន្ទាប់ពីវេទមន្តបានបាត់ទៅសិនសងនឹងប្រសើរឡើងដោយធម្មជាតិតើអ្នកហ៊ានទេខ្ញុំគួរតែធ្វើវាដោយខ្លួនឯងអ្នកបានបង្ខំខ្ញុំឲ្យធ្វើបែបនេះត្រកូលនាគឪពុកម្ដាយមានចិត្តតែមួយបង្រៀនវាឲ្យលឿនទៅវាមានគ្រោះថ្នាក់ណាស់អ្នកបានបង្ខំខ្ញុំឲ្យធ្វើបែបនេះស្នែងនាគនៅក្នុងសរសៃប្រសាទរបស់ខ្ញុំត្រូវបានភ្ជាប់ទៅនឹងខ្សែជីវិតរបស់ខ្ញុំអ្នកហ៊ានប៉ះខ្ញុំអ្នកនឹងត្រូវទទួលទោសជើងនាគអ្វីឬអត់នៅតែមិនបោះបង់ខ្ញុំចង់ឃើញថាតើវាជាកម្មផលរបស់ខ្ញុំដែលមកមុនគេឬអត់អ្នកគួរតែទៅស្លាប់មុនគេប្រញាប់ឡើងហើយធ្វើវាបើមិនដូច្នោះទេនៅពេលដែលអំណាចវេទមន្តរបស់គាត់ងើបឡើងវិញយើងទាំងអស់គ្នាត្រូវវិនាសតែខ្ញុំស្ពឹកដោយសាររឿងនេះឯងជាមនុស្សអាក្រក់ឲ្យលែងខ្ញុំទៅឯងបានធ្វើបាបពូជនាគបុរាណហើយអ្នកនឹងត្រូវទទួលទោសកូនប្រុសឲ្យបន្តទៅមុខទៀតស្ត្រីពស់តូចម្នាក់នេះហេតុអ្វីអ្នកមិនទុកឲ្យគាត់ស្លាប់ដោយស្ដាប់បង្គាប់កុំបន្ទោសខ្ញុំថាគ្មានបេះដូងអ្នកគឺជាអ្នកដែលបានបង្រៀនខ្ញុំឲ្យប្រើមន្តអាគមមុនគេអូអ្នកបានសង្គ្រោះខ្ញុំម្ដងទៀតហើយអ្នកសុខសប្បាយជាទេខ្ញុំបានប្រាប់អ្នកថាអ្នកនឹងទទួលបានផលតបស្នងរបស់អ្នកនៅតែប្រើមន្តអាគមដើម្បីធ្វើបាបខ្ញុំនឹងសម្លាប់អ្នកហ៊ានប៉ះកូនស្រីខ្ញុំឬខ្ញុំនឹងស្លាប់ការហៅទូរស័ព្ទទូរស័ព្ទមកខ្ញុំតើអ្នកណាបានប៉ះអ្នកខ្ញុំចង់ឲ្យគាត់រងទុក្ខវេទនាដ៏អាក្រក់ជាងសេចក្តីស្លាប់តើអ្នកជានរណាបើកភ្នែកឆ្កែរបស់អ្នកឲ្យឃើញច្បាស់នេះគឺជាស្តេចនាគនៃសមុទ្រខាងកើតអ្នកហ៊ាននឹងសម្លាប់ព្រះនាងតែមួយគត់នៃសមុទ្រខាងកើតបរិយាកាសដ៏អស្ចារ្យនេះធ្វើឲ្យ Shen Jing Hao ភ្ញាក់ផ្អើលយ៉ាងខ្លាំងវាមិនមែននិយាយអំពីឪពុកម្ដាយរបស់ Long Jiao ទេតើពួកគេទាំងអស់គ្នាជាក្មេងរពឹសនៅជនបទដែលមិនធ្លាប់បានឃើញពិភពលោកមែនទេតើវាអាចទៅរួចទេដែលស្តេចនាគបានរស់នៅដោយឯកោនៅសមុទ្រខាងកើតអស់រយៈពេលជាង1000ឆ្នាំមកហើយតើវាអាចលេចឡើងនៅទីនេះដោយរបៀបណាធ្វើវាយ៉ាងហោចណាស់ឲ្យគួរឲ្យជឿជាក់ Long Jiang អ្នកធ្វើបែបនេះដើម្បីសម្ដែងក្នុងរឿងនេះពួកគេពិតជាបានចេញទៅទាំងអស់ប្រសិនបើអ្នកពិតជាព្រះនាងនាគមែនចំពោះការស៊ូទ្រាំនឹងការអាម៉ាស់យ៉ាងខ្លាំងក្នុងគ្រួសារ Shen អស់រយៈពេលជាច្រើនឆ្នាំឪពុកម្ដាយរបស់អ្នកហេតុអ្វីបានជាអ្នកមិនហ៊ានបង្ហាញមុខ
មីងរបស់អ្នកឃើញអស់រយៈពេល5ឆ្នាំមកហើយអូយឪពុកក្មេកជីនស៊ីបងប្រុសឡុងចឹងពិតជាហ៊ានគ្រប់គ្រងនរណាម្នាក់ដែលវាខ្ញុំមែនពួកគេបានកាន់កាប់លើមេឃហើយហ៊ានវាយកូនប្រសាខ្ញុំយ៉ាងម៉េចមីងឲ្យកុំខ្លាចអីខ្ញុំនឹងធ្វើឲ្យពួកគេលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំអ្នក100ដងខ្ញុំសូមអភ័យទោសដល់អ្នកបើអ្នកមិនអន់ក្បាល100ដងទេគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាចាក់ចេញទេហ៊ានប៉ះមនុស្សគ្រួសារសេនរបស់ខ្ញុំតើអ្នកធុញទ្រាន់នឹងការរស់នៅមែនទេឡានក្រុងនឹងជួយអ្នករកជីដារបស់អ្នកបានយ៉ាងឆាប់រហ័សលុតជង្គង់សុំទោសមីងរបស់អ្នកបន្ទាប់មកកាត់ជើងនោះចេញហើយអនុញ្ញាតឲ្យខ្ញុំគោរពបូជាបុព្វបុរសរបស់ខ្ញុំបើមិនដូច្នោះទេរឿងនេះនឹងមិនចប់ថ្ងៃនេះទេទាំងនេះគាត់បានធ្វើវាទាំងអស់វាជាខ្ញុំតើអ្នកអាចធ្វើអ្វីបានចំពោះខ្ញុំសម្រាប់ខ្ញុំជាយ៉ាវនេះជាមូលហេតុដែលអ្នកប្រាថ្នាចង់បានការលេចចេញនៃពូជនីកនៅពេលនោះបុរសដែលខ្ញុំចង់រៀបការជាមួយនេះជាមូលហេតុដែលអ្នកសុកចិត្តក្បត់ត្រកូលនាគនៅពេលនោះបុរសដែលខ្ញុំចង់រៀបការជាមួយជាយ៉ាវបើពុកដឹងថាកូននៅជាមួយបុរសម្នាក់នេះដើម្បីរងទុក្ខវេទនាបែបនេះខ្ញុំគួរតែចង់អ្នកហើយនាំអ្នកត្រឡប់ទៅវិមាននាគវិញនៅពេលនោះប៉ាកូនសុំទោសខ្ញុំមានចេតនាខ្លាំងពេកយកកៃលោកគ្រូចេញសត្វចម្លែកហើយជើងសង្គ្រោះជីវិតរបស់គាត់ទាំងអស់ចេញយ៉ាងលឿនកុំខ្ជិះខ្ជាយពេលវេលារបស់អ្នកនៅទីនេះព្រៃពោះតាមពិតអ្នកច្រឡំកូនស្រីខ្ញុំថាជាអារ៉ាពូដ៏រៀបទៀបម្នាក់គាត់គឺជាអារ៉ាពូដ៏រៀបទៀបមើលជញ្ជីងដ៏គួរឲ្យស្អប់ខ្ពើមរបស់គាត់ស្នែងអាក្រក់និងរូបរាងដ៏គួរឲ្យខ្លាចរបស់គាត់វាគួរឲ្យស្អប់ខ្ពើមគ្រប់ទីកន្លែងមនុស្សល្មមដែលមិនដឹងគុណស្រកានាគលើកូនស្រីខ្ញុំមានតម្លៃមិនអាចកាត់ថ្លៃបានថ្នាំគ្រាប់មួយគ្រាប់អាចពន្យាអាយុជីវិតមនុស្សម្នាក់បាន30ឆ្នាំរក្សាភាពក្មេងជាងវ័យតើអ្នកអាចប្រព្រឹត្តចំពោះគាត់បែបនោះដោយរបៀបណាជាវក្នុងឆ្នាំនេះចិញ្ចឹមខ្លួនអ្នកដោយសារធាតុនិងឈាមនៃអុសដ៏មានតម្លៃខាងក្នុងហើយបន្តស៊ូវាគ្រប់គ្រាន់ហើយក្នុងការទ្រទ្រង់អ្នកនឹងគាត់ជារៀងរហូតតើអ្នកអាចប្រព្រឹត្តចំពោះគាត់បែបនេះដោយរបៀបណាមនុស្សស្លាប់ដែលមានគំនិតរាក់ទាក់តើអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីចិញ្ចៀងនាគទាំងនេះគាត់បានលះបង់រយៈពេល500ឆ្នាំនៃការដាំដុះរបស់គាត់សម្រាប់អ្នកហេតុអ្វីបានជាគាត់ខ្ជិះខ្ជាយពេលវេលា500ឆ្នាំនៃការដាំដុះរបស់គាត់សម្រាប់អ្នកប៉ាហេតុអ្វីបានជាប៉ាប្រាប់គាត់រឿងទាំងអស់នេះនៅក្នុងក្រសែភ្នែករបស់គាត់ខ្ញុំនឹងគ្រាន់តែជាមនុស្សកុហកជានិច្ចឆ្នាំទាំងនេះរូបរាងរបស់ខ្ញុំពិតជានៅតែមិនផ្លាស់ប្ដូរកំណប់ទ្រព្យដ៏កម្ររបស់ត្រកូលនាគតើដាវមួយណាដែលមិនអាចជួយអ្នកឲ្យលេចធ្លោបាននាងគ្រាន់តែត្រូវធ្វើអ្វីដែលឆោតល្ងងហើយធ្វើបាបកូនស្រីខ្ញុំមិនអាចទៅរួចនេះមិនអាចទៅរួចទេវាពិតជាមិនអាចទៅរួចទេទោះបីជាអ្នកធ្វើចលនាក៏ដោយហេតុអ្វីបានជាអ្នកមិនហ៊ានបង្ហាញមុខរបស់អ្នកជារៀងរាល់ឆ្នាំប៉ុន្តែហេតុអ្វីបានជាចេញមកនិយាយអ្វីមួយឥឡូវនេះកំណប់ទ្រព្យដ៏កម្ររបស់ត្រកូលនាគវាអាចជួយប្អូនប្រុសរបស់ខ្ញុំមកពីយើងហៅឲ្យទទួលបានជោគជ័យដ៏អស្ចារ្យមែនហើយចូលយើងនិយាយអំពីវានៅពេលក្រោយប្រសិនបើឡងជេងពិតជាព្រះនាងនៃត្រកូលនាគមែនតើមនុស្សប្រភេទណាដែលមិនមាននៅស្ថានសួគ៌នៅលើផែនដីនិងនៅលើលោកមនុស្សតើគាត់អាចធ្វើបែបនេះសម្រាប់អូនប្រុសរបស់គាត់នៅយើងហៅយ៉ាងដូចម្តេចបញ្ជូនព្រះនាងនាគដ៏មានឥទ្ធិពលចេញលងស្នេហ៍ខ្ញុំដោយស្មោះអស់ពីចិត្តសូម្បីតែប្រយោគពីរក៏មិនហ៊ានធ្វើបែបនោះដែរក្រុមជនជាតិភាគតិចគឺដូចជាសត្វក្នុងរឿងព្រេងនិទានគាត់បាននិយាយថាគាត់បានដកសក់មួយសរសៃចេញពីកន្ទុយសក់ទាំងពីរអាចបំបែកចេញពីលំហពេលវេលាវាជាការផ្លាស់ប្ដូរពណ៌នៅលើមេឃនិងផែនដីប៉ុន្តែពេលនិយាយវិនិយោគិនបានផ្ដល់ហិរញ្ញប្បទានដល់ Neurotic Weekly ដោយមិនរំពឹងថានឹងទទួលបានផលចំណេញអ្វីឡើយពីទស្សនៈនេះវាពិតជាគួរឲ្យច្រណែនណាស់ប៉ុន្តែក៏ជាអ្វីមួយដែលត្រូវអង្វរផងដែរមែនហើយប្រសិនបើអ្នកជាក្មេងស្រីនាគមានបុរសល្អច្រើនណាស់នៅក្នុងលោកហេតុអ្វីបានជាអ្នកចាប់អារម្មណ៍នឹងជិងហៅរបស់យើងខ្លាំងម្ល៉េះខ្ញុំពិតជាមិនគួរផ្ដល់អ្វីច្រើនដល់គាត់ទេសិនជីងចៅខ្ញុំពិតជាមានសំណាងណាស់ថ្ងៃនេះខ្ញុំបានឃើញពណ៌ពិតរបស់អ្នកហើយបែកខ្មៅអ្នកបានទៅឆ្ងាយពេកហើយខ្ញុំទៅឆ្ងាយពេកហើយសួរខ្លួនឯងដោយស្មោះត្រង់តើវាជាអ្វីអំពីអ្នកស័ក្តិសមនឹងខ្ញុំពេញមួយឆ្នាំនេះការលះបង់ដ៏មិនប្រែប្រួលរបស់ខ្ញុំចំពោះអ្នកវាគឺជាការសួរសំណួរដោយមិនរើសអើងរបស់អ្នកដែលជាបញ្ហាពិតប្រាកដវានៅតែជាការយីគ្មានទីបញ្ចប់របស់ម្ដាយអ្នកឬមួយក៏អ្នកនឹងលីងយីការជួញដូរដែលមិនច្បាស់លាស់ឬវាជាការប្រព្រឹត្តមិនសមរម្យរបស់អ្នកជាមួយលេងយ៉េគ្មាននរណាម្នាក់បង្ខំអ្នកឲ្យលះបង់ឡើយក្រៅពីនេះបើអ្នកមានអារម្មណ៍ថាខ្លួនឯងខុសហេតុអ្វីមិននិយាយមុនឥឡូវនេះនៅចំពោះមុខមនុស្សជាច្រើនពួកគេកំពុងព្យាយាមលួចកាំបិតតើអ្នកអត់ទេចង់ធ្វើអ្វីដងចៅស្ដេចណាក់នេះយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់ខ្ញុំមិនគិតថាវាជាឪពុករបស់អ្នកទេដូចជាឪពុករបស់អ្នកជាងមែនហើយគាត់ជាប្រភេទបុរសដែលអ្នកអាចគេងជាមួយបានមែនទេអូខ្ញុំដឹងហើយតើខ្ញុំអាចសុខចិត្តលេងជាមួយសកម្មភាពរបស់អ្នកដោយរបៀបណាអូកូនប្រុសសុទ្ធមាសទាំងនោះប្រហែលជាមិនមែនជារបស់អ្នកទេសូម្បីតែឪពុករបស់ពួកគេផ្ទាល់ក៏មកគូសទ្វារផ្ទះរបស់ពួកគេដែរអ្នកពិតជាហ៊ានណាស់គាត់បានបោកប្រាស់ខ្ញុំនៅចំពោះមុខមនុស្សជាច្រើនតើលោកលីវក៏ត្រូវបានអ្នកបញ្ចុះបញ្ចូលតាមរបៀបនេះដែរទេតើអ្នកបានឡើងក្រេពិបាកប៉ុន្មានហើយត្រូវហើយហេតុអ្វីបានជាគាត់ល្អចំពោះអ្នកម្លេះតើវាអាចថាគាត់ពូកែលើក្រែទេអ្នកហ៊ានវាខ្ញុំមែនទេតើដោយសារខ្ញុំវាក្បាលនាងចំមែនទេទើបនាងខឹងស្រីពេជាស្ត្រីផិតក្បត់ហ៊ានវាកូនប្រុសខ្ញុំយ៉ាងម៉េចខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាស្លាប់នៅទីនេះថ្ងៃនេះស្រមុកខ្ញុំក៏ចង់និយាយថាថ្ងៃនេះប្អូនស្រីរបស់អ្នកគ្មានអ្នកណាអាចគេចផុតបានឡើយហ៊ានធ្វើបាបកូនស្រីខ្ញុំយ៉ាងម៉េចលោកគ្រូឆេនសូមអញ្ជើញមកទទួលខ្ញុំផងថ្ងៃនេះខ្ញុំចង់មើលគាត់បាត់ខ្លួនទៅក្នុងខ្យល់អាកាសស្ដើងខ្ញុំមិនអាចរងចាំគាត់បានទេចូលយើងដោះស្រាយរឿងចាស់នេះបន្ទាប់ហេតុអ្វីខ្ញុំតែងតែមានអារម្មណ៍មិនល្អបែបនេះប៉ុន្តែតើអ្នកអាចជួបស្ដេចនាគបានយ៉ាងងាយស្រួលយ៉ាងនេះដោយរបៀបណាពួកគេមិនអាចមានគម្រោងអាក្រក់បែបនេះទេពួកគេស្រាប់តែប៉ះទង្គិចជាមួយស្ដេចនាគពិតពីរអង្គឧទាហរណ៍ probability នៃការមានទ្រព្យសម្បត្តិរាប់លានដុល្លារគឺទាបលោកគ្រូឆេនតើអ្នកកំពុងសុបិនអំពីអ្វីប្រញាប់ឡើងហើយចាប់ផ្ដើមបាឡាបានទៅដល់ផ្លូវនេះរួចហើយយើងមិនអាចបោះបង់ចោលកំណប់ទ្រព្យទាំងនេះហើយរត់គេចខ្លួនបានទេមែនទេបញ្ចប់ការងារនេះខ្ញុំបានធ្វើខុសនោះហាខ្ញុំមើលមិនឃើញពីជំនាញរបស់គាត់តតែសោះគាត់ខឹងដែលគ្មានធម៌ពលខាងវិញ្ញាណចេញពីរាងកាយរបស់គាត់ឬមនុស្សម្នាក់នេះគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះឬកម្លាំងរបស់មនុស្សម្នាក់នេះគឺមិនអាចវាស់ស្ទង់បានសំឡេងច្រៀងលោកគ្រូចេនបានដាក់ពាក្យបណ្ដឹងបស្សនាអាយុ3ឆ្នាំកាលខ្ញុំមិនទាន់ជាព្រះសង្ឃតូចនៅឡើយអនុញ្ញាតឲ្យខ្ញុំច្របាច់
តើនោះជាជំនាញទាំងអស់ដែលអ្នកមានមែនទេគាត់គាត់ពិតជាស្ដេចអ្នកមែនស្ដេចនាគឲ្យសូមទុកជីវិតខ្ញុំផងខ្ញុំប្រហែលជាខ្វាក់ភ្នែកហើយខ្ញុំនឹងមិនខ្លាចជាភ្នំតែឡើយខ្ញុំសុំនឹងស្លាប់អ្នកអាក្រក់ជាងមនុស្សអាក្រក់ទៅទៀតមេដឹកនាំមិនអាក្រក់ដូចមនុស្សតូចតែទេខ្ញុំខុសហើយសូមអនុញ្ញាតឲ្យខ្ញុំទៅលោកគ្រូចេញឈួតមែនទេស្ដេចនាគឲ្យបិទមាត់ទៅគាត់ពិតជាស្ដេចអ្នកមែនស្ដេចនាគតើនេះអាចទៅជាយ៉ាងដូចម្ដេចលោកម្ចាស់ចេះអ្នកមិនអាចលេងសាច់បែបនោះបានទេប្រសិនបើគាត់ពិតជាស្ដេចនាគមែនតើឡងយ៉ាងមិនដូច Little Dragon Girl ទេយើងទើបតែធ្វើឲ្យនាគអាអន់ចិត្តលោកគ្រូចេញតើវាដោយសារតែអ្នកមិនអាចយកឈ្នះសត្វចម្លែកនេះមែនទេនោះហើយជាមូលហេតុដែលអ្នកបាននិយាយជំនួសគាត់បិទមាត់ទៅបើមិនមែនដោយសារអ្នកតែងតែមានឥទ្ធិពលលើខ្ញុំទេតើខ្ញុំអាចវិនិច្ឆ័យខុសដោយរបៀបណាជញ្ជីងរបស់ព្រះនាងនាគតើខ្ញុំត្រូវវិនិច្ឆ័យនៅថ្ងៃនេះទេស្ដេចនាគនេះមិនមែនជារឿងរបស់ខ្ញុំទេខ្ញុំគ្រាន់តែនៅទីនេះដើម្បីកញ្ញាលេខប៉ុណ្ណោះគឺបរិសម្នាក់នេះដែលមាននាមត្រកូលថាសិនដែលនៅជាមួយបូជីចាតាវដសអុយនោះពួកគេគឺជាជនល្មើសពិតប្រាកដពួកគេក៏បានដកជញ្ជីងរាប់សិបចេញពីរាងកាយរបស់ព្រះនាងតូចផងដែរព្រះនាងតូចចំហើយនិយាយថានាងជានាគពួកគេគ្រាន់តែមិនជឿវាពួកគេថែមទាំងដុតព្រះនាងតូចលើភ្លើងទៀតផងរឿងដ៏គួរឲ្យហួសចិត្តបំផុតនោះគឺដំណោះស្រាយផ្ញើសុទ្ធរបស់ព្រះនាងតូចសុទ្ធតែជាយ៉ាវតើមានអ្វីកើតឡើងពិតប្រាកដព្រះបតាស្ដេចតើពួកគេសម្លាប់កូនខ្ញុំដោយសារអ្វីមជ្ឈមណ្ឌលសរសៃប្រាសាទដងមិនគាត់បានរៀបចំព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យហ្វូតានសូមអញ្ជើញសហគមន៍អាជីវកម្មរបស់យើងឲ្យចូលរួមគាត់ថែមទាំងបានស៊ីសុទ្ធពីគ្រាប់នៅចំពោះមុខព្រះនាងតូចទៀតផងមែនហើយវាជាគាត់គេនិយាយថាស្ត្រីដ៏កាចសាហាវម្នាក់នេះមកពីទីក្រុងលិញក៏បានស្ងោរសុទ្ធចំនួន6គ្រាប់ផងដែរខ្ញុំបានចិញ្ចឹមគាត់ដោយខ្លួនឯងវាពិតជាគួរឲ្យរន្ធត់ណាស់យើងទាំងអស់គ្នាត្រូវបានគេបោកបញ្ឆោតមន្ទីរពេទ្យមានការទទួលខុសត្រូវច្បាស់លាស់ចំពោះបំណុលរបស់ខ្លួនវាទាំងអស់ត្រូវបានធ្វើឡើងដោយគ្រូសាសេងមែនហើយវាជាពួកគេបន្ទាប់មកចេញពីទីនេះខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងណាស់ប្រញាប់ឡើងហើយទៅចុះខ្ញុំនឹងឲ្យអ្នកស្ដេចនាគ3ដងភាពរងើយកន្តើយរបស់អ្នកចំពោះបទល្មើសតូចតាចនិងកង្វះការអភិវឌ្ឍសិលធម៌របស់អ្នកគឺជាសញ្ញានៃការយល់ដឹងរយៈខ្ញុំមិនអាចស្គាល់ក្មេងស្រីនាគបានទេគ្រាន់តែចាត់ទុកខ្ញុំដូចជាមនុស្សល្មមអនុញ្ញាតឲ្យខ្ញុំទៅគ្រាន់តែចាត់ទុកខ្ញុំដូចជាមនុស្សល្មមអនុញ្ញាតឲ្យខ្ញុំទៅលោកគ្រូឆេនតើលោកគ្រូកំពុងលេងសើចនឹងខ្ញុំមែនទេតើគាត់ជាអ្វីវាំងចាស់ជញ្ជីងនៅលើដៃរបស់គាត់គឺដូចជាជញ្ជីងនៅលើថ្មប៉ព្រះទឹកនាគច្បាស់ណាស់គឺជាអារៈពោះរបស់អ្នកដែលគួរតែបិទមាត់ប្រសិនបើអ្នកមិនបានបន្តតាក់ទាញខ្ញុំទេតើខ្ញុំអាចវិនិច្ឆ័យខុសដោយរបៀបណាវិញ្ញាណរបស់ព្រះនាងនាគត្រូវបានគេបោកបញ្ឆោតព្រះនៃស្ថានសួគ៌តើអ្នកមិនអាចស្គាល់ជញ្ជីងនាគដោយរបៀបណាតើដាវដ៏ល្បីល្បាញរបស់ស្ដេចនាគនៅណាបើពូល្ងងទាំងនេះមិនខ្វាក់ភ្នែកទេតើខ្ញុំអាចហ៊ានធ្វើវានៅចំពោះមុខមនុស្សច្រើនយ៉ាងនេះដោយរបៀបណាបំណែកវិញ្ញាណរបស់ព្រះនាងតូចទោះបីជាខ្ញុំមានចន្ទៈក៏ដោយក៏ខ្ញុំមិនមានភាពក្លាហានដែរវាច្បាស់ណាស់ថាអ្នកជាអ្នកដែលនិយាយថាឡងយ៉ាងគឺជាសត្វចម្លែកនោះហើយជាមូលហេតុដែលយើងបានធ្វើពិធីសម្រាប់អារៈនេះវានឹងធ្វើបាបគាត់ខ្ញុំស្ដោះទឹកមាត់ដាក់មុខអាក្រក់របស់អ្នកទោះបីជាខ្ញុំនិយាយថាព្រះនាងតូចជាក្មេងស្រីនាគក៏ដោយអ្នកក៏នឹងមិនជឿដែរយើងក៏នឹងរកលេសដើម្បីវាយប្រហារតែអារៈផងដែរអ្នកជាស្ដេចនាគសូមផ្ដល់ឱកាសឲ្យខ្ញុំអភ័យទោសចំពោះអំពើបាបរបស់ខ្ញុំសូមឲ្យអ្នកដោះស្រាយជាមួយពួកគេមនុស្សគ្រប់គ្នាតែអ្នកចង់ដោះស្រាយបញ្ហានេះដោយរបៀបណាគាត់គ្មានអ្វីក្រៅពីការបោកប្រាស់ទេឲ្យគាត់បាត់ខ្លួនទៅសម្បូរបែបនិងសប្បុរសសូម្បីតែរឿងតូចតាចដូចជាការអន់ក្បាលចំពោះអ្នកក៏ដោយមនុស្សល្ងងមួយចំនួនដែលមិនដឹងអ្វីទាំងអស់ទុកវាឲ្យខ្ញុំនឹងធ្វើឲ្យគាត់ប្រាថ្នាថាគាត់ស្លាប់អញកំពុងធ្វើអ្វីកុំមកចិត្តទៀតអីអ្នកបានបង្កបញ្ហាច្រើនណាស់សម្រាប់នារីនាគខ្ញុំនៅតែចង់ទៅប៉ាសីខ្ញុំជាកូនស្រីច្បងនៃគ្រូសាលីនអ្នកហ៊ានប៉ះខ្ញុំគ្រូសាលីនគ្មានអ្វីទាំងអស់បើមិនមែនដោយសារស្រីល្ងងនោះធ្វើឲ្យរឿងកាន់តែស្មុគស្មាញតើក្មេងស្រីនាគនឹងរងវាសនាបែបនេះទេស្លាប់បាត់ទៅបើចង់ស្លាប់ចូលទៅរកខ្សែពូមួយហើយចង់សម្លាប់ខ្លួនទៅឈប់ច្របាច់ខ្ញុំទៅអ្នកលុតជង្គង់នៅចំពោះមុខខ្ញុំលោកវ៉ងជេអ្នកកំពុងធ្វើបែបនេះគ្រាន់តែដើម្បីព្យាយាមឈ្នះខ្ញុំមកវិញកុំដើរឆ្ងាយពេកអ្នកបានរៀបចំឲ្យយើងនឹងចៅហ្វាយវ័យក្មេងម្នាក់នេះត្រូវគេធ្វើបាបបែបនេះខ្ញុំនឹងមិនអត់ទោសឲ្យអ្នកឡើយតើអ្នកគិតថាខ្ញុំនឹងអត់ទោសឲ្យអ្នកទេបងប្រុសជីងចៅហេតុអ្វីបានជាអ្នកមិននិយាយពាក្យល្អមួយចំនួនទៅកាន់ឡងយ៉េងគាត់នៅតែយកចិត្តទុកដាក់ចំពោះអ្នកបើមិនដូច្នោះទេជីវិតនិងសេចក្តីស្លាប់របស់យើងស្ថិតនៅក្នុងដៃរបស់គាត់ទាំងស្រុងមិនអីទេគីផេងខ្ញុំខុសហើយខ្ញុំមិនគួរមិនទុកចិត្តអ្នកទេយើងបានផ្សះផ្សាគ្នាហើយត្រឡប់មកដូចដើមវិញយោពមអ្នកគួរតែសុំឲ្យលោកមេប្រគល់ការវិនិយោគរបស់ខ្ញុំមកវិញខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅទ្រព្យសម្បត្តិនិងសេរីរុងរឿងទាំងអស់ដែលអ្នកនឹងមាននាពេលអនាគតអ្នកហ៊ាននិយាយអំពីសុបិនរឿងតូចតាចទាំងនោះដែលអ្នកបានសុំឲ្យលោកលបន្ថែមម្ដងទៀតឲ្យលុយខ្ញុំមកបន្ទាប់មកយើងអាចត្រឡប់ទៅរកសភាពដើមវិញបានមិនអីទេអ្នកនៅតែគិតថាខ្ញុំលោកយករបស់នេះពីលីនយីមែនទេប្អូនថ្លៃស្រីឲ្យតែអ្នកមានចន្ទៈជួយបងប្រុសជីងចៅអ្នកមិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំនឹងទុកគាត់ចោលដោយខ្លួនឯងចំពោះលុយនោះគ្រាន់តែចាត់ទុកវាជាអ្វីមួយដែលអ្នកបានផ្ដល់ឲ្យគាត់ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយរឿងនេះតតែសោះស្ត្រីល្ងងម្នាក់នេះលងស្នេហ៍ខ្លាំងណាស់នាងពិតជានឹងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យនាងត្រឡប់មករកគ្នាវិញជាយ៉ាវខ្ញុំខុសហើយខ្ញុំនឹងស្វាមីពិតជាចុះសម្រុងគ្នាណាស់ពេលយើងឆ្លោះគ្នានៅលើគ្រែតើអ្នកនឹងលែងលះខ្ញុំដោយសាររឿងបែបនេះមែនទេបេះដូងសត្វចម្លែកមុខមនុស្សម្នាក់មានចេតនាលាក់កំបាំងរៀងខ្លួនអ្នកបានធ្វើឲ្យខ្ញុំរងទុក្ខវេទនាច្រើនណាស់វាមិនមែនជារឿងមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការមានពេលវេលាដ៏ល្អហើយត្រឡប់ទៅវិញនោះទេឆេនថេងចៅខ្ញុំនៅតែស្រឡាញ់អ្នកខ្ញុំបានដឹងវាខ្ញុំដឹងថាអ្នកមិនអាចឲ្យខ្ញុំទៅណាបានទេបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយអ្នកអាចផ្ញើការវិនិយោគរបស់លោកវ៉ាងមកខ្ញុំម្ដងទៀតចុះមីងលីនវិញខ្ញុំតែងតែចាត់ទុកនាងដូចជាប្អូនស្រីម្នាក់អ្នកដឹងហើយខ្ញុំស្រឡាញ់តែអ្នកប៉ុណ្ណោះសប្តាហ៍ដាក់ពាក្យប៉ុន្តែខ្ញុំបានបង្កើតគុណប្រសាជាច្រើនសម្រាប់អ្នកចេតនាកាត់ផ្ដាច់ចរណគិសនីពេលខ្ញុំចិត្តស្លាប់វាធ្វើឲ្យខ្ញុំពិបាកសម្រាលកូនណាស់ខ្ញុំមិនអាចលះបង់បញ្ហាដែលមិនទាន់ដោះស្រាយនៅក្នុងចិត្តខ្ញុំនេះបានទេជាយ៉ាវខ្ញុំពិតជានឹងរកយុត្តិធម៌ឲ្យអ្នក
Iron Head Bro អ្នកពិតជាវាខ្ញុំមែនពីកុមារភាពរហូតដល់ពេញវ័យអ្នកមិនបាននិយាយពាក្យធ្ងន់ធ្ងរណាមួយមកខ្ញុំទេបើមិនមែនដោយសារការញុះញង់របស់អ្នកទេហេតុអ្វីបានជាខ្ញុំគិតថាវាជាខ្យល់ព្យុះតើខ្ញុំអាចវាយស៊ុតមួយនៅលើថ្ងាសរបស់ខ្ញុំដោយរបៀបណាវាជាកំហុសរបស់អ្នកទាំងអស់វាគឺជាអ្នកដែលបានណែនាំឲ្យប្រើស៊ុតខ្លាំងៗដើម្បីធ្វើនំហេតុអ្វីបានជារៀបចំពិធីជប់លៀងវានឹងជាអ្នកដែលធ្វើឲ្យគ្រួសាររបស់អ្នកខូចកិច្ចឈ្មោះវានឹងជាអ្នកបើតើខ្ញុំបានធ្វើដូចម្តេចបើមិនគ្រប់គ្រាន់តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យអ្នកអភ័យទោសឲ្យខ្ញុំយ៉ាងណាមិញឃីវគឺជាម៉ាក់របស់ខ្ញុំកូនប្រុសឲ្យតើអ្នកនឹងធ្វើអ្វីខ្ញុំជាម្ដាយរបស់អ្នកម៉ាក់ហេតុអ្វីបានជាម៉ាក់នៅតែកំណត់គោលដៅទៅលើជីវពួកគេថែមទាំងបានដាក់សម្ពាធលើខ្ញុំឲ្យលែងលះជាមួយយ៉ាវហើយទៅលេងទៀតផងខ្ញុំឃើញអ្នកឬខ្ញុំគួរទៅមណ្ឌលថែទាំមនុស្សចាស់ឬអ្វីមួយកូនប្រុសឲ្យប៉ាកំពុងធ្វើរឿងនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់កូនចាប់ពីពេលនេះទៅខ្ញុំនឹងមិនជឿអ្វីដែលអ្នកនិយាយម្ដងទៀតទេជីវវាជាកំហុសរបស់ម្ដាយនាងទាំងអស់ចាប់ពីពេលនេះទៅអ្នកគឺជាកូនប្រសារតែម្នាក់គត់របស់ម៉ាក់កាន់តែចាស់ហើយលែងអាចទ្រាំទ្រនឹងភាពតានតឹងបានទៀតហើយខ្ញុំរស់នៅបាន3000ឆ្នាំហើយខ្ញុំមិនដែលឃើញមនុស្សគ្មានភាពអ៊ីនខ្មាស់បែបនេះទេជីវចៅតើអ្នកនៅតែមានអារម្មណ៍ថាត្រូវគេធ្វើខុសមែនទេឥឡូវនេះយ៉ាវតើអ្នកពិតជាចង់ចេញទៅក្រៅទាំងអស់មែនទេសូម្បីតែម្ដាយរបស់គាត់ផ្ទាល់ក៏ភ័យខ្លាចដែរអូនសម្លាញ់តូចរបស់ខ្ញុំត្រូវធ្វើអ្វីគ្រប់យ៉ាងយ៉ាវអូនស្រឡាញ់បងណាស់ចាំយើងត្រឡប់មករកគ្នាវិញណាយើងបានត្រឡប់ទៅអតីតកាលវិញខ្ញុំដឹងថាអ្នកក៏មិនអាចឲ្យខ្ញុំទៅចោលអ្នកបានដែរមែនទេអ្នកក៏មិនចង់បានរឿងនេះដែរបន្ទាប់ពីកូនរបស់យើងញ៉ាលែងមានឪពុកទៀតហើយប៉ាតោះយើងទៅសៀវឈីវតើអ្នកមិនបានសន្យាថានឹងអត់ទោសឲ្យខ្ញុំទេតើពេលណាទើបខ្ញុំសន្យានឹងអ្នកបែបនេះខ្ញុំណែនាំអ្នកឲ្យទិញឈូមួយសម្រាប់ខ្លួនឯងបើគ្មានស្នូខាងក្នុងការពារខ្ញុំទេអ្នកមិនមានពេលច្រើនឆ្នាំទៀតដើម្បីរស់នៅទេមិនអាចទៅរួចយ៉ាវកុហកខ្ញុំគាត់ប្រកាសជាកំពុងកុហកខ្ញុំកូនប្រុសឲ្យហេតុអ្វីបានជាកូនវីម្ដាយរបស់កូនស្ថានភាពពេលនេះតែម្ដងបើខ្ញុំមិនវីអ្នកទេជាវយ៉ាវច្បាស់ជាមិនក្រអឺតក្រទុំទេឡុងចៅបានយករងណៃទៅឆ្ងាយតើជីវិតរបស់អ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់ទេគាត់ខឹងនឹងគាត់តើអ្នកកំពុងព្យាយាមបំភ័យខ្ញុំមែនទេជីវតោងជាប់អ្នកដូចកូនឆ្កែគាត់នឹងមិនចាក់ចេញពីអ្នកដោយញីនោះទេអូខេមិនអីទេបើគាត់មិនចង់ត្រឡប់មកវិញទេគាត់មិនចាំបាច់ត្រឡប់មកវិញទេយ៉ាងណាក៏ដោយក្រុមហ៊ុនរបស់យើងនៅតែមានច្រើនពាន់លានដុល្លារនោះគ្រប់គ្រាន់សម្រាប់ខ្ញុំនិងកូនស្រីរបស់ខ្ញុំដើម្បីរស់នៅបានពេញមួយជីវិតជាមួយនឹងមូលនិធិរាប់ពាន់លានដុល្លារបន្ថែមពីលើសមត្ថភាពរបស់បងប្រុសខ្ញុំមកពីយើងហៅពួកគេពិតជានឹងវិលត្រឡប់មកវិញនាពេលអនាគតក្រុមហ៊ុនត្រូវបានចុះបញ្ជីបាត់ចាស់សោះទោះបីជាអ្នកចាក់ចេញពីហ្គេមក៏ដោយខ្ញុំនៅតែអាចទទួលបានជោគជ័យតើអ្នកជានរណាជាអ្នកសុបិនដែលកំពុងព្យាយាមទទួលបានជោគជ័យខ្ញុំឈ្មោះលោកលដែលបានឧបត្ថម្ភអ្នកលោកអើតើមានអ្វីនាំលោកមកទីនេះខ្ញុំឆ្ងល់ថាតើព្រះនាងនាគបានឃើញអ្វីនៅក្នុងអ្នកធម្មតានឹងមិនចេះដឹងគុណតើអ្នកចង់មានន័យយ៉ាងណាដោយនិយាយដូច្នេះឯកឧត្តមលោកឡុងជាលៀងតើមានការយល់ច្រឡំខ្លះនៅទីនេះទេតើលីនយីមិនអនុញ្ញាតឲ្យអ្នកធ្វើបាបខ្ញុំទេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំត្រូវបានព្រះមហាក្សត្រីយានីនាគប្រគល់ឲ្យផ្ដល់ហិរញ្ញប្បទានដល់អ្នកខ្ញុំមិនដែលរំពឹងថាពួកគេនឹងមិនដឹងគុណយ៉ាងនេះទេដូច្នេះឥឡូវនេះខ្ញុំកំពុងដកការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុទាំងអស់របស់ខ្ញុំពីអ្នកខ្ញុំចង់យកថវិកាទាំងអស់ដែលខ្ញុំបានផ្ដល់ឲ្យអ្នកមកវិញលោកអើយតើអ្នកត្រូវបានគំរាមកំហែងដោយឡងយ៉ាងដែរឬទេនោះហើយជាមូលហេតុដែលខ្ញុំនិយាយដូច្នេះមនុស្សល្ងងខ្វាក់ការគ្រប់គ្រងរបស់ខ្ញុំចំពោះទ្រព្យសម្បត្តិរាប់ពាន់លានរបស់អ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះពួកវាទាំងអស់ត្រូវបានទទួលដោយព្រះនាងនាគដោយប្រើជញ្ជីងផ្ទាល់ខ្លួនរបស់នាងអារម្មណ៍នៃព្រៃកោងកាំងនោះតើអ្នកដឹងទេថាវាឈឺចាប់ប៉ុណ្ណាអ្វីដូច្នេះឡុងជីវមិនដែលកុហកខ្ញុំតាំងពីដើមដល់ចប់ទេត្រូវហើយក្រៅពីជនជាតិតៃវ៉ាន់ដែលបដូរប្រាក់ព្រះនាងនាគក្មេងស្រីដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកគាត់ថែមទាំងបានផ្ដល់ឲ្យអ្នកនៅស្នូខាងក្នុងដ៏មានតម្លៃបំផុតរបស់គាត់ទៀតផងនៅទីបញ្ចប់ខ្ញុំត្រូវបានអ្នកក្បត់អ្វីក៏ដោយការវិនិយោគឬវេទមន្តខាងក្នុងគាត់មិនដែលកុហកខ្ញុំទេហើយខ្ញុំតែងតែគិតថាខ្ញុំមិនទុកចិត្តគាត់ទេខ្ញុំសោកស្ដាយវាខ្លាំងណាស់វាគ្មានប្រយោជន៍ទេក្នុងការសោកស្ដាយវាយ៉ាងយូរបំផុត3ថ្ងៃអ្នកត្រូវតែប្រគល់ប្រាក់ទាំងអស់មកវិញបើមិនដូច្នោះទេខ្ញុំនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកហើយលោកសូមជួយខ្ញុំផងលូជីវពិតជាមិនបោះបង់ចោលខ្ញុំដោយងាយបែបនេះទេសូមជួយខ្ញុំសូមជំនួយពីគាត់ផងសូមឲ្យគាត់ជួយខ្ញុំក្មេងល្ងងឲ្យអ្នកនឹងរីករាយជាមួយវាដោយមិនចាំបាច់គិតពីរដងការឧទ្ទិសរបស់ព្រះនាងពួកគេថែមទាំងជន់ឈ្លៃភាពស្មោះត្រង់របស់គាត់ទៀតផងសម្រាមដូចអ្នកទុកឲ្យគាត់បាត់បង់ព្រៃឈើមួយទៀតវាជាកំហុសរបស់អ្នកក្មេងល្ងងឲ្យប្រសិនបើអ្នកមិនបានកុហកខ្ញុំទេខ្ញុំធ្លាប់ជាកូនប្រសាររបស់ឡុងយូមកហើយពួកគេរស់នៅក្នុងជីវិតដែលហុំព័ទ្ធដោយហ្វូងមនុស្សក៏អាចរស់នៅជារៀងរហូតដែរពួកនៅរស់ឲ្យហេតុអ្វីបានជាអ្នកធ្វើពុតជាគ្មានទោសទូអង្គទាំងអស់អ្នកគឺជាអ្នកដែលហ៊ានប្រយុទ្ធបំផុតតើអ្នកចង់មានន័យយ៉ាងណាតើអ្នកមិនមានវត្តមានទេនៅពេលដែលម្ដាយរបស់អ្នកកំពុងពន្យល់អំពីឡុងយ៉ែវហេតុអ្វីអ្នកមិនខ្វល់ការពេញចិត្តរបស់ខ្ញុំចំពោះឡុងយ៉ែវតើអ្នកមិនបានយល់ព្រមដោយស្ងៀមស្ងាត់ទេប្រសិនបើអ្នកនៅបូថែរក្សាវានៅពេលជួសជុល emotion មីងរបស់គាត់នឹងគោរពគាត់ប្រសិនបើខ្ញុំមានអារម្មណ៍ចំពោះអ្នកពួកគេបានបណ្ដេញខ្ញុំចេញពីគ្រួសារសេនខ្ញុំនឹងមិនរំខានអ្នកទេអ្នកដឹងច្បាស់គ្រប់យ៉ាងឡៃយីអ្នកណាជាអ្នកអនុញ្ញាតឲ្យអ្នកនិយាយអំពីកូនប្រុសរបស់ខ្ញុំបែបនោះអ្នកមិនអាចទទួលបានសេចក្តីស្រឡាញ់របស់កូនប្រុសខ្ញុំទេតើអ្នកចង់បង្ខូចកេរ្តិ៍ឈ្មោះគាត់មែនទេមីងឪពុកឡុងជាងនិយាយត្រូវ
អ្នកពិតជាស្ត្រីចំណាស់ម្នាក់ដែលមិនចេះខ្មាស់អៀនអញហ៊ានប្រមាថឪពុកខ្ញុំមែនទេខ្ញុំមិនមែនឡងជាវទេខ្ញុំមិនអត់អន់ចំពោះអាកប្បកិរិយាកំសាករបស់អ្នកទេបន្ទាប់មកអ្នកហ៊ានវាយខ្ញុំមែនទេខ្ញុំពិតជាបានវិនិច្ឆ័យអ្នកខុសមែនកូនប្រុសចូលយើងត្រឡប់ទៅសុំជំនួយពីឡងជាវអនុញ្ញាតឲ្យគាត់ត្រឡប់ទៅគ្រួសារសេនវិញធ្វើបែបនេះទៅគ្មានអ្នកណានឹងញុះញង់យើងទៀតទេសិនជីងជូវតើអ្នកកំពុងស្រមៃចង់បានអ្វីអ្នកគិតថាពិព័រណ៍ពាណិជ្ជកម្មមកសិកម្មនឹងមើលទៅហាក់ដូចជាអ្នកចាញ់ដូចអ្នកមែនទេប្រសិនបើខ្ញុំជាពាណិជ្ជករសិកម្មខ្ញុំនឹងបានបំបិទមាត់អ្នកជាយូរមកហើយទោះបីជាអ្នកត្រូវបានហែកជាបំណែកក៏ដោយ Shen Zhengshao ចាក់ចេញពីពាណិជ្ជកម្មមកសិកម្មអ្នកគ្មានអ្វីទាំងអស់បើខ្ញុំដឹងថាអ្នកជាមនុស្សឥតប្រយោជន៍បែបនេះខ្ញុំមិនខ្ជិះខ្ជីពេលវេលារបស់ខ្ញុំលើអ្នកទេឯកឧត្តមសិនជីងជូវបានឈរនៅជាន់ក្រោមពេញមួយថ្ងៃទាំងយប់តើអ្នកពិតជាមិនមានគម្រោងជួបគាត់មែនទេជាយ៉ាវជីបជីបជាយ៉ាវផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតអ្នកមិនដឹងទេខ្ញុំមិនចាក់ចេញទេកញ្ញាឲ្យអ្នកធំណាស់ត្រឡប់ទៅវិញឲ្យលឿនជាយ៉ាវជីងជូវសុខភាពរបស់អ្នកខ្សោយហើយអ្នកនឹងឈឺប្រសិនបើអ្នកជាប់ក្នុងភ្លៀងបែបនេះគាត់ប្រហែលជាមិនស្រឡាញ់ខ្ញុំពិតប្រាកដទេមកទោះបីជាវាស្ងួតយ៉ាងណាក៏ដោយប៉ុន្តែវាមានប្រយោជន៍ណាស់ជាយ៉ាវប៉ុន្មានថ្ងៃចុងក្រោយនេះគាត់រវល់ខ្លាំងណាស់នៅយេងហៅរហូតដល់មិនអាចញ៉ាំឬគេងលក់បានគាត់កំពុងគិតអំពីអ្នកហេតុអ្វីបានជាអ្នកទាំងពីរមិនអាចនិយាយគ្នាបានត្រឹមត្រូវត្រឡប់មកជាមួយយើងវិញមកជីបខ្ញុំដឹងថាខ្ញុំខុសសូមអភ័យទោសឲ្យខ្ញុំផងចៅជាវសុខភាពរបស់យេងហៅកាន់តែចុះខ្សោយទៅគ្រាន់តែគិតថាម៉ាក់កំពុងបំផ្លាញកូនតើអ្នកអាចប្រកួតផ្នែកនោះទៅគាត់វិញបានទេបាទយ៉ាវខ្ញុំសូមអង្វរអ្នកផ្ដល់ឲ្យខ្ញុំនៅការបញ្ជាទិញនោះខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ទាត់ពួកគេចេញទេតើអ្នកកំពុងធ្វើអ្វីតើយើងគួរធ្វើអ្វីជីវនឹងមិនអត់ទោសឲ្យខ្ញុំទេខ្ញុំមិនចង់ស្លាប់ទេកណ្ដឹងមាសខ្ញុំគិតថាចាប់តាំងពីយ៉ាវសុកចិត្តចេញមកជួបអ្នកនេះមានន័យថាគាត់នៅតែស្រឡាញ់អ្នកឬចូលយើងទៅអង្វរគាត់ម្ដងទៀតខ្ញុំជឿថាគាត់នឹងធ្វើឲ្យចិត្តរបស់គាត់ទន់ភ្លន់ខ្ញុំនឹងព្យាយាមម្ដងទៀតយ៉ាវតើអ្នកនៅណាយ៉ាវខ្ញុំសូមអង្វរអ្នកហេតុអ្វីបានជាគ្មាននរណាម្នាក់នៅទីនេះអ្នកនាងនិងលោកម្ចាស់បានផ្លាស់ចេញទៅក្រៅកាលពីយប់មិញតើពួកគេនឹងត្រឡប់មកវិញនៅពេលណាពួកគេបាននិយាយថាពួកគេនឹងមិនត្រឡប់មកវិញឡើយឡុងសៀវបានចាក់ចេញតើយើងគួរធ្វើអ្វីនៅពេលនោះគ្រួសារអភិជនត្រូវបានរឹបអូសយើងមិនមានលុយសំបីតែ100យន្តនៅពេលនេះទេតើយើងអាចរស់រានមានជីវិតពីរឿងនេះដោយរបៀបណាអ្នកបានសួរខ្ញុំអំពីគ្រួសារវងកូនប្រុសមានរឿងអ្វីកូនប្រុសពូប៉ាខុសហើយខ្ញុំស្ដាយក្រោយខ្លាំងណាស់សូមលោកត្រឡប់មកវិញផងសូមមើលរត់យឺតដើម្បីកុំឲ្យដួលម្ដាយខ្ញុំនិងក្រុមគ្រួសារគាត់ពិតជាគួរឲ្យអាណិតណាស់ប៉ាវតូចស្ដាប់ម៉ាក់និយាយតែងតែមានហេតុផលដែលមនុស្សម្នាក់គួរឲ្យអាណិតម៉ាក់ខ្ញុំមិនយល់ទេមិនអីទេអ្នកនឹងយល់ពេលអ្នកធំឡើងតា